ចាប់ផ្ដើមនៃសាច់រឿងគេបង្ហាញអំពីការដឹងខ្លួនរបស់សៀវយៀនដែលសៀវយៀនក៏រំពឹងទុកថានៅពេលរបស់គ្នាមកវិញគាត់នឹងឃើញមុខរបស់ស៊ុនអឺមុនគេក៏ប៉ុន្តែដោយទៅវិញវាគឺជាមុខរបស់ប្រតិចារសេនងនោះទេនៅពេលនោះប្រតិចារសេនងក៏បាននិយាយថាហាហាក្មេងទីបំផុតអញដឹងខ្លួនហើយមើលទៅក្របថ្នាំរបស់ខ្ញុំគឺពិតជាដំណើរការពិតមែននៅពេលរបស់គ្នាដូច្នេះសៀវយៀនក៏ពិតជាភ្ញាក់ផ្អើលអ្វីដែលសំខាន់នោះនៅពេលនេះខ្លួនប្រាណរបស់គាត់គ្មានខោអាវនោះទេនៅគណៈវិនិច្ឆ័យនោះស្រាប់តែស៊ុនអឺក៏បានមកដល់រួចក៏និយាយទៅកាន់សៀវយៀនថាបងប្រុសសៀវយៀនហេតុអ្វីបានជាអ្នកមិនពាក់ខោអាវដូចនេះបន្តមកយើងកាន់មកកាន់នៅពេលនេះសៀវយៀនក៏បានពាក់អាវរបស់គាត់វិញហើយដែលនៅពេលនោះដែរស៊ុនអឺនេះក៏បានប្រាប់ទៅកាន់សៀវយៀនថាបងប្រុសអ្នកបានអ្វីកម្រិតដល់បង្ខំដើម្បីជួយខ្ញុំហើយអ្នកបានរងរបួសជាទម្ងន់ដែលជាចាររបស់អ្នកស្ទើរតែខូចខាតដល់ពេលដែលអ្នកបង្ខំហ៊ុនសាត្រឡប់ទៅវិញទោះជាយ៉ាងណាក៏ដោយពិតជាសំណាងខ្លាំងមែនទែនដែលប្រតិចារសេនងរួមទាំងមនុស្សដែលសសល់មកពីគ្រួសារយ៉ាវនៅក្នុងគ្រួសារគូឥឡូវនេះបន្តមកសៀវយៀនចាប់ដៃរបស់ស៊ុនអឺរួចតបទៅវិញថាស៊ុនអឺកុំបារម្ភអីខ្ញុំមិនអីនោះទេនៅពេលនេះខ្ញុំបានសម្រួលការវឹកហាត់របស់ខ្ញុំរួចហើយដែលកម្លាំងរបស់ខ្ញុំឥឡូវនេះគឺនៅកម្រិតមហាទេពប្រយុទ្ធកាយ6ថ្នាក់កណ្ដាលឯណោះបន្តមកស៊ុនអឺនេះក៏បានតបទៅវិញថាបងប្រុសសៀវយៀនខ្ញុំនឹងខិតខំដើម្បីខ្លាំងទៅជាអ្នកខ្លាំងជាងនេះហើយខ្ញុំនឹងមិនអោយអ្នកប្រថុយបែបនេះទៀតនោះទេនៅពេលបានលើពាក្យសម្ដីរបស់ស៊ុនអឺបែបនេះធ្វើឲ្យសៀវយៀនរំភើបចិត្តខ្លាំងមែនទែនរីឯស៊ុនអឺមុខរបស់នាងក៏ក្រហមផងដែររួចក៏និយាយបន្តទៀតថាប្រតិចារសេនងគាត់បានប្រាប់ពីអ្វីដែលបានកើតឡើងទៅលើគ្រួសារយ៉ាមកកាន់គ្រួសារគូហើយរីឯគ្រួសារឡៃនិងគ្រួសារយ៉ានៅពេលបានទទួលព័ត៌មានមួយនេះពួកគេក៏បានធ្វើដំណើរមកដល់គ្រួសារគូផងដែរឥឡូវនេះមនុស្សទាំងអស់គ្នាកំពុងតែរងចាំបងប្រុសសៀវយៀនដើម្បីពិភាក្សាចំពោះរឿងមួយនោះបន្តមកយើងធ្វើដំណើរទៅកាន់សារប្រជុំនៃគ្រួសារគូនៅពេលនេះមេដឹកនាំនៃគ្រួសារបុរាណទាំង3នៅសល់នៅតែនៅជុំគ្នាតែម្ដងដែលមានដូចជាយ៉ានជិងម្ចាស់គ្រួសារយ៉ានរីឯម្ចាស់គ្រួសារឡៃក៏មានឈ្មោះថាឡៃយិងរីឯម្នាក់ទៀតគឺជាគូយន់ម្ចាស់គ្រួសារគូនឹងឯងនៅពេលនោះម្ចាស់គ្រួសារឡៃក៏បាននិយាយឲ្យថាមហាទេពប្រយុទ្ធ3សាររហូតដល់3នាក់របស់គ្រួសារហ៊ុនបានរួមដៃគ្នាដើម្បីកំទេចគ្រួសារយ៉ាវរួមទាំងអណ្ដាតភ្លើតបាក់បានបិទលំហនៅទីកន្លែងមួយនោះដែលធ្វើឲ្យពួកយើងមិនអាចដឹងអំពីបញ្ហាអ្វីនោះទេរួចហើយគូយន់ក៏បាននិយាយបន្តថាបើសិនជាសៀវយៀនមិនបានប្រថុយជីវិតរបស់គាត់ដើម្បីបញ្ជូនមនុស្សនៅសល់របស់គ្រួសារយ៉ាវប្រហែលជាគ្រួសារយ៉ាវនឹងត្រូវបានសម្លាប់រង្គាលយ៉ាងស្ងប់ស្ងាត់ដូចជាគ្រួសារលីងនិងគ្រួសារលីដូចនេះដែរអ្វីដែលគួរកាន់តែភ័យខ្លាចជាងនេះទៅទៀតបើយោងទៅតាមមនុស្សនៅសល់របស់គ្រួសារយ៉ាវរួមទាំងមនុស្សដែលបានរត់គេចពីទីនោះអណ្ដាតភ្លើតបាក់អាចប្រែខ្លួនទៅជាសភាវៈនៅគួរភ័យខ្លាចមួយដែលមានឈ្មោះថាត្រកូលទុនលីងដែលពោវាអលិតបាក់ខ្សែជាមត្តទេពនៃគ្រួសារបុរាណហើយវាអាចកំទេចអិសរជនស្ថិតនៅក្នុងកម្រិតមហាទេពប្រយុទ្ធការ6បាននៅពេលបានលើដូច្នេះមនុស្សទាំងអស់គ្នាផ្សាប់អោខ្លាំងមែនទែនរីឯឡៃយើងក៏បាននិយាយទាំងខឹងសម្បាថាអណ្ដាតភ្លើតបាក់អាចប្រែខ្លួនទៅជាត្រកូលទុនលីងមែនទេហើយអ្វីបានជារឿងនេះវាអាចរួចដូច្នេះចំណែកឯសៀវយៀនក៏សួរទៅកាន់ប្រតិចារគូដៅថាប្រតិចារខ្ញុំជាមនុស្សវ័យក្មេងហើយចំណេះដឹងរបស់ខ្ញុំគឺនៅតិចណាស់តើសភាវៈដែលត្រូវបានគេហៅថាត្រកូលទុនលីងនេះគឺជាអ្វីទៅប្រតិចារគូដៅក៏បានប្រាប់ហើយថាគ្រួសារបុរាណទាំងអស់គឺវាអាចរុងរឿងដោយសារតែខ្សែឈាមអតិទេពបើសិនជាខ្សែឈាមអតិទេពរបស់គ្រួសារមួយណាត្រូវបានរីងស្ងួតដូច្នេះគ្រួសារមនុស្សប្រកបជាធ្លាក់ចុះហើយគ្មានទឹកឆានភាពទៀតនោះទេចំណែកឯត្រកូលទុនលីងគឺជាគ្រួសារដែលគួរភ័យខ្លាចដែលមានវត្តមាននៅក្នុងសម័យបុរាណហើយវាអាចលេតបាក់ខ្សែឈាមអតិទេពរបស់គ្រួសារបុរាណផ្សេងទៀតដើម្បីពន្យាខ្សែឈាមរបស់ពួកគេពីភាពរីងស្ងួតមានគ្រួសារបុរាណច្រើនណាស់ដែលត្រូវបានកំទេចក៏ដោយភាពព្រៃផ្សៃរបស់គ្រួសារបុរាណទុនលីងហើយខ្សែឈាមរបស់គ្រួសារបុរាណទាំងអស់នោះត្រូវបានស្រូបយកត្រកូលទុនលីងគឺជាគ្រោះមហន្តរាយនៃទ្វីបកម្ពុជាដែលនៅពេលនោះគ្រួសារបុរាណទាំងអស់គ្នារួមកម្លាំងទើបអាចកំទេចគ្រួសារទុនលីងបានហើយខ្ញុំចាំបានថាម្ចាស់គ្រួសារទុនលីងចុងក្រោយត្រូវបានសម្លាប់ទៅដោយគ្រួសារហ៊ុននៅពេលបានលើពាក្យសម្ដីរបស់ប្រតិចារគូដៅប្រតិចារនៃគ្រួសារគូម្នាក់ទៀតក៏បានចាប់អារម្មណ៍ថានៅក្នុងរយៈពេល10000ឆ្នាំចុងក្រោយនេះមានគ្រួសារបុរាណជាច្រើនត្រូវបានធ្លាក់ចុះហើយបាត់ខ្លួនម្ដងមួយដែលគ្រួសារខ្លះត្រូវបានបាត់ខ្លួននៅធម្មតាក៏ប៉ុន្តែគ្រួសារខ្លះទៀតនៅពេលដែលពួកគេបាត់ខ្លួនគឺដូចជាគ្រួសារស៊ីនិងគ្រួសារលីងដូចនេះដែរវាអស់រយៈពេលជាយូរមកហើយដូច្នេះពួកយើងមិនបានចាប់អារម្មណ៍ចំពោះចំណុចនេះនោះទេរីឯកម្លាំងខ្សែឈាមរបស់ពួកគេគឺពិតជាសម្បូរបែបចំពោះអ្នកខ្លាំងគឺតែងតែមានពីមួយចំនួនទៅមួយចំនួននៅពេលបានលើដូច្នេះម្ចាស់គ្រួសារយ៉ានក៏បាននិយាយថាតើវាអាចទេអណ្ដាតភ្លើងលើតបាក់បានលេបយកម្ចាស់គ្រួសារទុនលីងចុងក្រោយម្នាក់នោះអញ្ចឹងហើយបានជាអណ្ដាតភ្លើងលើតបាក់វាអាចប្រែក្លាយទៅជារូបរាងរបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះវាបានទទួលសមត្ថភាពរបស់ត្រកូលទុនលីងទៀតផងនៅពេលនោះអមតៈគូដៅក៏បាននិយាយថាវាប្រហែលជាអញ្ចឹងហើយគ្រួសារហ៊ុនបានរៀបចំរឿងសម្ងាត់នេះអស់រយៈពេលរាប់ពាន់ឆ្នាំដែលនៅពេលនេះបំណាច់ត្បូងបុរាណធូស៊ីនៅក្នុងដៃរបស់ពួកគេមានរហូតដល់4ឯណោះមិនត្រឹមតែប៉ុណ្ណោះខ្សែឈាមរបស់គ្រួសារយ៉ាវគ្រួសារលីងនិងគ្រួសារស៊ីដែលបានបន្តអស់រយៈពេលរាប់ពាន់ឆ្នាំបានក្លាយទៅជាធម្មពលរបស់គ្រួសារហ៊ុនបាននិយាយអំពីម្ចាស់គ្រួសារហ៊ុនទាំងអស់ហ៊ុនធីនឌីគឺជាមនុស្សដែលមានទេពកោសល្យហើយប្រេកផ្សាយជាងគេផងដែរបើសិនជាពួកយើងយកព្រមឲ្យគេចូលទៅកាន់វិមានអតិទេពបុរាណធូស៊ីហើយទទួលបានធម្មពលសម្ងាត់ដើម្បីក្លាយទៅជាអតិទេពវាប្រកាសជាមានហានិភ័យជាក់ជាមិនខានក៏ប៉ុន្តែម្ចាស់គ្រួសារយ៉ានក៏បាននិយាយថារឿងនេះវាមិនអាចរួចនោះទេធ្វើដូចម្ដេចទើបគ្រួសារបុរាណរបស់ពួកយើងក្លាយទៅជាអាហាររូបត្ថម្ភដែលពួកគេអាចសម្លាប់គ្រប់ពេលវេលានោះក៏ប៉ុន្តែយើងមើលកាន់គូយានងើបពីកៅអីរបស់គាត់បន្តិចរួចក៏និយាយទៅកាន់មនុស្សម្នាក់ថាអូការវិភាគនិងការរំពឹងទុករបស់ពួកយើងតើវាមិនខុសពីការពិតពេកទេមែនទេហ៊ុនធីនឌីតើអ្នកគិតបែបហ្នឹងឬក៏អត់នៅពេលដែលពេលសម្ដីរបស់គូយានបានបញ្ចប់មនុស្សទាំងអស់គ្នាផ្សាប់អោខ្លាំងមែនទេចំណែកឯគូយានក៏បាននិយាយបន្តទៀតថាហ៊ុនធីនឌីជាមួយនឹងឋានៈរបស់ឯងហើយអ្វីបានជាចាំបាច់លាក់ខ្លួនដូចជាឆ្កែអនាថាដូច្នេះបន្តមកគ្រួសារគូក៏បានប្រកាសសតដែលកងទ័ពទឹកខ្មៅក៏បានលេចចេញមកដើម្បីការពារគ្រួសារគូរីឯនៅក្នុងលំហអាកាសវាក៏បានបញ្ចេញធម្មពលដ៏ធំសម្បើមរួចហើយមនុស្សប៉ុន្មានអ្នកក៏បានលេចចេញមកដែលម្នាក់ដែលនាំមកគេក៏បាននិយាយឲ្យថាគូយានពួកយើងខានជួបគ្នាអស់រយៈពេលជាយូរមកហើយក៏ប៉ុន្តែ
ចាក់ខុសវិស័យរបស់ឯងគឺតែងតែមុតពិតមែនហើយយើងក៏បានឃើញថាអ្នកដែលបានអន់អំណាចជាមួយនឹងហ៊ុនធានឌីមានរហូតដល់5នាក់ឯណោះដែលមានដូចជាមហាទេពប្រយុទ្ធ3សាយទាំង4ដែលthamពររបស់គេគឺជាមហាទេពប្រយុទ្ធការ7រីឯម្នាក់ទៀតគឺជាអណ្ដានភ្លើងលេតបាដែលមានរាងកាយរបស់តកូទុនលៀងនឹងឯងរីឯthamពររបស់គេគឺនៅកម្រិតមហាទេពប្រយុទ្ធការ9ឯណោះចំពោះហ៊ុនធានឌីthamពររបស់គេក៏នៅកម្រិតមហាទេពប្រយុទ្ធការ9ដូចគ្នាយើងមើលការសិលយើងនៅពេលនោះក៏បាននិយាយទាំងខ្ចាប់ថាតើម្នាក់នឹងឬគឺជាហ៊ុនធានឌីនោះមិនឆ្ងល់ទេសម្ពាធthamពររបស់គេគឺពិតជាខ្លាំងមែនហើយការរួមកម្លាំងដ៏ខ្លាំងបែបនេះគឺពិតជាពិបាករកខ្លាំងណាស់នៅក្នុងទ្វីបthamពូឈីទាំងមូលមួយនេះក៏ប៉ុន្តែអណ្ដាតភ្លើងលើតបារាងកាយរបស់គេមានកម្ពស់100 ហ្វីតហើយអត្តចរិតគឺពិតជាប្រេកសាយខ្លាំងណាស់ការខ្ញុំឃើញគាត់កាលពីលើកមុនក៏ប៉ុន្តែហេតុអ្វីបានជារាងកាយរបស់គាត់ប្រែក្លាយទៅជាតូចបែបនេះបន្ទាប់មកព្រឹទ្ធាចារ្យគូណានហើយក៏បានប្រាប់ថាវាគ្រាន់តែជាសមត្ថភាពរបស់អណ្ដាតភ្លើងលើតបាប៉ុណ្ណោះវាអាចផ្លាស់ប្ដូររាងកាយរួមទាំងរូបតំណាងតាមតែចិត្តរបស់វាក៏ប៉ុន្តែសូមគំត្រូវបានបំភ័យទៅដោយរាងកាយដ៏តូចរបស់វាអសោះដែលកម្លាំងដ៏គួរភ័យខ្លាចរបស់វាមិនបានកាត់បន្ថយនោះទេមើលទៅការម្ចាស់គ្រួសារយ៉ានក៏បាននិយាយកាន់ហ៊ុនធានឌីថាតើគ្រួសារហ៊ុនរបស់ឯងបានសារភាពចំពោះការបាត់ខ្លួនរបស់គ្រួសារបុរាណទាំង3ហើយមែនទេរីឯស្ដេចលេតបាព្រលឹងចុងក្រោយដែលមកពីគ្រួសារទុនលីងត្រូវបានលេតបាទៅដោយអណ្ដាតភ្លើងលេតបាត្រូវទេបន្ទាប់មកហ៊ុនធានឌីក៏បានតទៅវិញថាទោះបីជាខ្សែឈាមអត្តទេពវាមានអាយុកាលយូរយ៉ាងណាក៏ដោយនៅថ្ងៃមួយវាប្រកាសជារីងស្ងួតចាក់ជាមិនខានបើសិនជាអញ្ចឹងហើយតើមានអ្វីខុសទៅបើសិនជាខ្សែឈាមរបស់ពួកឯងរួមចំណែកជាមួយនឹងខ្សែឈាមរបស់យើងនោះដែលពេលសម្ដីរបស់ហ៊ុនធានឌីធ្វើឲ្យម្ចាស់គ្រួសារយ៉ាងខំខ្លាំងមែនទែនក៏ប៉ុន្តែគូយានក៏បានមកសម្រួលរួចក៏និយាយថាហ៊ុនធានឌីនេះមិនមែនជាកន្លែងដែលស្វាគមន៍មកឯងមកនោះទេបន្ទាប់មកហ៊ុនធានឌីក៏បានតទៅវិញថាហាវាពិតជាគួរអស់សំណើចខ្លាំងណាស់តើមានទីកន្លែងណានៅក្នុងពិភពលោកមួយនេះដែលយើងមិនអាចទៅបានទៅនៅពេលបានឃើញថាហ៊ុនធានឌីនិយាយច្រើនដូច្នេះអមតៈគូដាវក៏បាននិយាយថាមិនស្រួលទេមើលទៅពួកគេកំពុងតែចង់ពជាពេលពួកយើងហើយនៅពេលនោះស្រាប់តែនៅក្នុងសំណាក់គ្រួសារគូមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងដែលបានធ្វើឲ្យគូយានចាប់បោកខ្លាំងមែនទែនតើមានអ្វីកើតឡើងទៅរីឯសៀវយានក៏បាននិយាយថាខ្ញុំដឹងហើយសុនអើតើគ្រួសារគូបានលាក់ទងបរានធូស៊ីនៅទីណាទៅសុនអើនេះក៏បានតទៅវិញថាបងប្រុសសៀវយានតើអ្នកកំពុងតែនិយាយអំពីសារដូនតាមែនទេនៅពេលនោះផងដែរស្រាប់តែមានកងទ័ពទឹកខ្មៅម្នាក់បានផ្លាស់ទីមកយលឿនរួចក៏ប្រាប់ប្រកាន់គូយានថាម្ចាស់គ្រួសារនៅពេលនេះវាមានបញ្ហាធំហើយប្រតិចាគូយ៉ាងស្រាប់តែបាការវិបាកកាន់អ្នកយាមមិនមានរបួសហើយលួចយកត្បូងបរានទូស៊ីរត់បាត់ទៅហើយនៅពេលបានលឺដូច្នេះគូយានធ្លាប់អើខ្លាំងមែនទែនចំណែកគូនឹងហើយក៏បាននិយាយថាគូយ៉ាងមែនទេហើយអ្វីបានជាគេធ្វើរឿងបែបនេះដូច្នេះរីឯសុនអើនេះក៏បាននិយាយផងដែរថាហើយអ្វីបានជាគាត់ដូច្នេះលោកតាគូយ៉ាងបានស្មោះត្រង់ដើម្បីការពារសារដូនតារយៈពេលរាប់រយឆ្នាំមកហើយហើយអ្វីបានជារឿងនេះវាអាចទៅរួចចំណែកគូយានក៏បានប្រាប់ឲ្យកងទ័ពទាំងអស់គ្នារៀបក្បួនដើម្បីទប់ទល់ជាមួយនឹងសត្រូវរួចនិយាយកាន់ហ៊ុនធានឌីថាហ៊ុនធានឌីគ្រូសាគូរបស់ខ្ញុំមិនដូចជាគ្រូសាដទៃដែលឯងមកកំទេចនោះទេតើឯងគិតថាអាចដោះចេញពីគ្រួសារគូរបស់ខ្ញុំទាំងមានជីវិតឬក៏យ៉ាងណាក៏ប៉ុន្តែហ៊ុនធានឌីក៏បានតទៅវិញយ៉ាងលយថាអរយៈពេល10000ឆ្នាំស្រមោចនៅតែជាស្រមោចតើមានអ្វីខុសគ្នាទៅគ្រួសារគូរបស់ឥឡូវនេះកំពុងតែមានភាពចលាចលដូច្នេះតើរឿងទាំងអស់នោះមានអ្វីពាក់ព័ន្ធជាមួយនឹងយើងទៅគូយានសូមអញចិត្តចែកទៅកុំខឹងសមាខ្លាំងពេកក៏ប៉ុន្តែគូយានបានចិត្តចែកជាមួយនឹងហ៊ុនធានឌីនោះទេប្រាប់ទៅកាន់សមាជិកទាំងអស់គ្នាឲ្យបត្រាអាណាចក្រគូរីឯគូយ៉ាវដឹកនាំកងទ័ពទឹកខ្មៅដើម្បីស្វែងរកជនក្បត់គូយ៉ាចំណែកហ៊ុនធានឌីក៏បានមកជាមហាទេពប្រយុទ្ធវិស័យទាំង4របស់គេដើម្បីឲ្យទៅរារាំងប្រតិចារ្យនៃគ្រួសារគូដូចគ្នារីឯគូយានបំទូចំហាយធម្មពលរបស់គាត់យ៉ាងខ្លាំងរួចនិយាយទៅកាន់ហ៊ុនធានឌីថាវាមិនមែនជាពេលវេលាអញរញ៉េរញ៉ៃជាមួយនឹងបញ្ហានៃគ្រួសារគូរបស់យើងនោះទេនិយាយរួចប្រោធម្មពលរបស់គាត់វាបហាទៅមួយទំហឹងនៅពេលបានឃើញដូច្នេះហ៊ុនធានឌីក៏បាននិយាយថាអានេះចាប់ផ្ដើមរឿងនេះមុននោះទេនិយាយរួចប្រោធម្មពលរបស់គេដើម្បីទៅទល់ជាមួយនឹងការវិភាគរបស់គូយានដែលការបាតុកិច្ចរវាងមហាទេពប្រយុទ្ធការ9ទៅ2នាក់នៅពេលនេះធ្វើអនុទីកន្លែងនោះមានការផ្ទុះធម្មពលជាខ្លាំងសូម្បីតែសៀវយានក៏បានឃ្លាតចេញពីទីកន្លែងនេះផងដែររួចក៏និយាយថាការប្រយុទ្ធរវាងមហាទេពប្រយុទ្ធការ9វាពិតជាគួរភ័យខ្លាចខ្លាំងណាស់នៅពេលនោះសុនអើបានមកដល់រួចនិយាយទៅកាន់សៀវយានថាបងប្រុសសៀវយានតើពួកយើងទៅការសារដូនតាជាមួយគ្នាចំណែកឯសៀវយានក៏បានយល់ព្រមក៏ប៉ុន្តែនៅគណៈពេលនោះមហាទេពប្រយុទ្ធ3សាយហ៊ុនជីងក៏បានបង្ហាញខ្លួននៅពេលមុខពួកគេរួចក៏និយាយថាខ្ញុំខ្លាចថាវាមិនងាយស្រួលដូចអ្វីដែលអាចបានគិតនោះឡើយដែលនៅពេលនេះហ៊ុនជីងបានបញ្ចេញបច្ចេកទេសមួយដែលមានឈ្មោះថាបញ្ចវិញ្ញាណវូមីងក៏ប៉ុន្តែនៅពេលនោះស្រាប់តែមាននរណាម្នាក់បានអំបាយបច្ចេកទេសរបស់គេភ្លាមដែលវាគឺជាស្នាដៃរបស់អមតៈគូដាវនឹងឯងដែលគាត់នឹងទប់ទល់ជាមួយនឹងហ៊ុនជីងដើម្បីឲ្យសុនអើនិងសៀវយានធ្វើដំណើរតាមចាប់ទងក្បត់គូយ៉ាងរីឯដៃគូរបស់ហ៊ុនយានគឺជាម្ចាស់គ្រួសារឡៃចំពោះហ៊ុនសាគេក៏បានទប់ទល់ជាមួយនឹងប្រតិចារ្យគូណានហើយរីឯអាណាតភ្លើតបាក់ក៏បានប្រឈមមុខជាមួយនឹងម្ចាស់គ្រួសារយ៉ានដែលthamពលរបស់ម្ចាស់គ្រួសារយ៉ានគឺមានកម្រិតមហាទេពប្រយុទ្ធការ8ដូច្នេះទោះបីជាគាត់មិនអាចយកឈ្នះអាណាតភ្លើតបាក់បានក៏ដោយក៏គាត់មានឱកាសដើម្បីទប់ទល់ជាមួយនឹងគេបន្តិចផងដែរយើងមើលទៅកាន់អមតៈគូដាវកំពុងតែប្រយុទ្ធគ្នាក៏បានប្រាប់ប្រកាន់សុនអើឲ្យនេះដឹកនាំមនុស្សដើម្បីស្វែងរកនៅតាមជួរភ្នំព្រោះអីគូយ៉ាននៅពេលនេះគេប្រកាសជាមិនទាន់អាចកិច្ចនាបាននោះទេដូច្នេះហើយសុនអើត្រូវចាប់គេដើម្បីយកត្បូងប្រានទូស៊ីត្រឡប់មកវិញចំពោះព្រឹទ្ធាចារ្យដែលនៅសល់ឆាប់រៀបក្បួនដ៏អស្ចារ្យដើម្បីការពារគ្រួសារហើយបិទត្រាអាណាចក្រគូរួមទាំងជួបព្រមទាំងឡាយមិនអាចធ្វើឲ្យគ្រួសារហ៊ុនមានឱកាសកិច្ចចេញពីទីនេះបាននោះទេនៅពេលនោះព្រឹទ្ធាចារ្យទាំងអស់គ្នាក៏បានប្រមូលផ្ដុំតាមពលដើម្បីបង្កើតក្បួនដ៏អស្ចារ្យមួយដើម្បីបិទត្រាទៅកាន់អាណាចក្រគូទាំងមូលរីឯសៀវយានសុនអើក៏បានផ្លាស់ទីដើម្បីស្វែងរកជនក្បត់គូយ៉ាងនៅពេលនោះព្រឹទ្ធាចារ្យគូយ៉ាងគឺគាត់ស្គាល់ទឹកដីរបស់គ្រួសារគូច្បាស់ណាស់ដូច្នេះវាប្រកាសជាមិនងាយស្រួលដើម្បីស្វែងរកគាត់នោះទេចំណែកឯសៀវយានក៏បាននិយាយថាបើសិនជាយើងនៅតែបន្តស្វែងរកដូច្នេះវាពិតជាយឺតខ្លាំងណាស់តើតាមពលវិញ្ញាណរបស់គូយ៉ាងបានឡើងទៅដល់រដ្ឋឋានសួគ៌ដ៏ល្អឥតខ្ចោះឬនៅសុនអើនេះក៏បានតទៅវិញថាខ្ញុំមិនគិតដូច្នេះនោះទេវាមិនងាយស្រួលនោះឡើយដើម្បីឡើងទៅដល់កម្រិត
រិតមួយនោះនៅពេលបានលឺដូច្នេះសៀវយៀនក៏បាននិយាយថាអូខេបើសិនជាអញ្ចឹងខ្ញុំនឹងសាឡបងនិយាយរួចសៀវយៀនក៏បានអង្គុយប្រមូលផ្ដុំធម្មពលវិញ្ញាណរបស់គាត់ដើម្បីស្វែងរកខ្លួនប្រាណរបស់គូយ៉ាងមួយសន្ទុះក្រោយមកគាត់ក៏បានឃើញពលឺមួយនៅទីកន្លែងមួយនោះដែលបានដឹងហើយថានេះគឺជាទីកន្លែងលាក់ខ្លួនរបស់គូយ៉ាងដោយមករងចាំយូរសៀវយៀនប្រាធម្មពលរបស់គាត់យ៉ាងខ្លាំងវាបហាទៅពេញមួយទំហំដែលបានធ្វើឲ្យមានពលឺមួយកិច្ចចេញពីទីកន្លែងមួយនោះដែលនេះគឺជាជនក្បត់គូយ៉ាងនឹងឯនៅពេលនោះសុនអើយនេះក៏បាននិយាយទៅកាន់គាត់ថាលោកតាគូយ៉ាងតើមានអ្វីកើតឡើងទៅហើយអ្វីបានជាអ្នកធ្វើដូច្នេះចំណែកឯកងទ័ពទឹកខ្មៅនៅទីនោះក៏បានប្រើធម្មពលរបស់ពួកគេដើម្បីឃុំឃាំងគូយ៉ាងក៏ប៉ុន្តែគូយ៉ាងក៏បានប្រើធម្មពលតែបន្តិចក៏បានអបាយតាឃុំឃាំងមនុស្សរួចហើយក៏បានរត់គេចពីទីកន្លែងមួយនោះនៅពេលបានឃើញដូច្នេះគូសុនអើយក៏បាននិយាយថាច្បាស់ហើយវិញ្ញាណរបស់គាត់គឺដូចគ្នាជាមួយនឹងតកោហ៊ុនចំណែកឯកងទ័ពទឹកខ្មៅក៏បានធ្វើការដេញតាដើម្បីចាប់ខ្លួនរបស់គូយ៉ាងក៏ប៉ុន្តែនៅគណៈពេលនោះគូយ៉ាងក៏បានសម្លាប់ពួកគេយ៉ាងព្រៃផ្សាយដែលបានធ្វើឲ្យសុនអើយមានការតោកច្រឡុកខ្លាំងមែនទែនចំណែកឯរាងកាយរបស់គូយ៉ាងនៅពេលនេះវាក៏បានលេចចេញពលឺពណ៌ឈាមនៅលើភ្នែករបស់គេរួចក៏និយាយតបតទៅកាន់សុនអើយថាគូយ៉ាងដែលអាចមកស្គាល់វាត្រូវបានងាប់បាត់ទៅហើយលោកម្ចាស់លេតបាក់បានរួមបញ្ចូលវិញ្ញាណរបស់គូយ៉ាងដល់បង្ខំជាមួយនឹងវិញ្ញាណរបស់ខ្ញុំនៅក្នុងរយៈពេល100ឆ្នាំមុនហើយពិតជាមានតម្លៃដែលខ្ញុំបានលាក់ខ្លួនអស់រយៈពេលរាប់ឆ្នាំមកនេះហានៅទីបំផុតខ្ញុំមិនចាំបាច់លាក់តាសញ្ញារបស់ខ្ញុំទៀតនោះទេនៅពេលបានលឺដូច្នេះសុនអើយក៏ពិតសោកសៅខ្លាំងមែនទែនដោយនាងក៏ពិតជាគោរពព្រះអាចារ្យគូយ៉ាងខ្លាំងណាស់ក៏ប៉ុន្តែនៅគណៈពេលនោះសៀវយៀនក៏បានផ្លាស់ទីបង្ហាញខ្លួនទៅមុខគូយ៉ាងយ៉ាងលឿនដែលបានធ្វើឲ្យគេផ្ចាប់អោខ្លាំងមែនទែនហើយអ្វីបានជាក្មេងម្នាក់នេះល្បឿនលឿនខ្លាំងម្ល៉េះរីឯសៀវយៀនក៏បានបាក់ការវិភារីឯគូយ៉ាងក៏បានទប់ទល់ធ្វើឲ្យពួកគេខ្ទាតទៅរៀងខ្លួននៅពេលនោះគូយ៉ាងគេក៏បាននិយាយទៅកាន់សៀវយៀនថាហេឯងនៅក្មេងទេក៏ប៉ុន្តែល្បឿនរបស់ឯងគឺពិតជាអស្ចារ្យខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយវាពិតជាសោកស្ដាយសម្រាប់ឯងធម្មពលរបស់យើងវាបានហូរពីធម្មពលដើមរបស់គូយ៉ាងរួចទៅហើយនិយាយរួចគេម្នាក់ហ្នឹងក៏បានមកទូធម្មពលរបស់គេធ្វើឲ្យកម្រិតវឹកហាត់ឡើងពីកម្រិតទេវតាយុទ្ធការ8ឡើងទៅដល់កម្រិតពាក់កណ្ដាលចំហៀនមហាទេប្រយុទ្ធដោយភ្ជាប់ជាមួយនឹងពាក្យសម្ដីនិយាយទៅកាន់សៀវយៀនបន្តទៀតថាអាក្មេងឆ្លើយតើឯងមកពីណានៅថ្ងៃនេះយើងនឹងសម្លាប់ឯងហាក៏ប៉ុន្តែនៅគណៈពេលនោះសៀវយៀនក៏បានផ្លាស់ទីមួយលឿនដល់ម្ដាយក៏ដាមុខតែម្ដងធ្វើឲ្យប្រតិកម្មម្នាក់ហ្នឹងផ្ញើបោខ្លាំងមែនទែនរីឯមករបស់គេក៏អួតឈាមមកទៅហើយចំណែកឯសៀវយៀនក៏បាននិយាយថាប្រតិកម្មដោយសារតែអ្នកស្ថិតនៅក្នុងសាដូនតាហើយមិនងាយចេញក្រៅនោះទេដូច្នេះអ្នកប្រកាសជាមិនស្គាល់ខ្ញុំទេត្រូវទេនិយាយរួចសៀវយៀនក៏បានម៉ាត់យកបន្តទៀតធ្វើឲ្យប្រតិកម្មម្នាក់ហ្នឹងមិនអាចទប់ទល់បាននោះឡើយដែលម្ដាយចុងក្រោយធ្វើឲ្យប្រតិកម្មម្នាក់ហ្នឹងខ្ទាតទៅជិត82ម៉ែត្ររីឯរបស់គេគឺពិតជាធ្ងន់ខ្លាំងមែនទែនរួចនិយាយទៅកាន់សៀវយៀនថាឯងជាមួយនឹងយុបបែបនេះហើយអ្វីក៏វាអាចរួចទៅចំណែកឯសៀវយៀនឈរក្រាបដៃបញ្ចេញធម្មពលនៃមហាទេពប្រយុទ្ធរបស់គាត់ចាស់សង្ហារួចតបទៅវិញថាមានរបស់ជាច្រើនទៀតដែលយើងមានដែលឯងគិតថាវាមិនអាចទៅរួចនៅពេលបានលឺដូច្នេះប្រតិកម្មម្នាក់ហ្នឹងគេក៏បានស្រែករកជំនួយហើយថាម្ចាស់គ្រួសារប្រតិកម្មហ៊ុនយៀនឆាប់ជួយខ្ញុំផងខ្ញុំបានទទួលយករបស់មួយនឹងហើយចំណែកឯសៀវយៀនក៏បានផ្លាស់ទីមកយលឿនរួចក៏និយាយថាឆាប់ប្រគល់ត្បូងប្រានទៅស៊ឺមកឲ្យយើងឲ្យលឿនភ្លាមក៏ប៉ុន្តែនៅគណៈពេលនោះមហាទេពប្រយុទ្ធបិសាចហ៊ុនយៀនគេក៏បានប្រើបច្ចេកទេសមេរៀមដៃបាក់ការវិភារការសៀវយៀនរីឯសៀវយៀនក៏បានប្រើបច្ចេកទេសមេរៀមដៃរបស់គាត់ដើម្បីទប់ទល់ជាមួយនឹងហ៊ុនយៀនដូចគ្នាចំណែកឯហ៊ុនយៀនក៏បានបាក់ការវិភារបន្តដល់បាននិយាយថាយើងមិនអាចឲ្យអាក្មេងឯងនៅរស់បន្តទៀតនោះទេនៅថ្ងៃនេះយើងនឹងសម្លាប់ឯងរីឯសៀវយៀនប្រើធម្មពលរបស់គាត់ដើម្បីត្រៀមទប់ទល់ក៏ប៉ុន្តែនៅគណៈពេលនោះប្រតិចាគូយ៉ាងប្រើកញ្ញាំរបស់គេបាក់ការវិឆ្មក់មកកាន់សៀវយៀនរួចក៏និយាយថាចាំមកឯងនៅក្មេងខ្លាំងណាស់ក៏ប៉ុន្តែនៅគណៈពេលនោះស្រាប់តែមានធម្មពលរបស់នរណាម្នាក់វាប្រហារកាន់គូយ៉ាងពេញមួយទំហំដែលធម្មពលមនុស្សបានកាត់ដៃរបស់គូយ៉ាងទាំងសងខាងតែម្ដងនៅពេលបានឃើញដូច្នេះសៀវយៀនក៏ពិតជាចាប់អោខ្លាំងមែនទែនឡាចំហមកតែម្ដងរីឯហ៊ុនយៀនគេក៏បាននិយាយហើយថាស្អីគេតើឯងចាក់ចេញពីការវឹកហាត់ហើយមែនទេដែលអ្នកដែលបានវាយប្រហារបាញ់មិញគឺជាបរិសុទ្ធសាច់ដុំម្នាក់ហើយការបង្ហាញខ្លួនរបស់គាត់ធ្វើឲ្យទាហានទឹកខ្មៅទាំងអស់គ្នាគោរពភ្លាមតែម្ដងដែលនេះគឺជាស្ដេចនៃកងទ័ពទឹកខ្មៅគូលៃដែលគាត់មានកម្រិតមហាទេពប្រយុទ្ធការ8ឯណោះនៅពេលនោះគូលៃក៏បាននិយាយទៅកាន់ហ៊ុនយៀនថាចង់រាយយកឯងគឺពិតជាហ៊ានមកគ្រួសារគូរបស់យើងមែនទេតើឯងនៅហត់ក្នុងការរស់នៅហើយឬក៏យ៉ាងណាហ៊ុនយៀននិយាយរួចក៏បានផ្លាស់ទីទៅរកហ៊ុនយៀននិងប្រាប់ទៅកាន់កងទ័ពទឹកខ្មៅទាំងអស់គ្នាឲ្យទៅចាប់ខ្លួនរបស់គូយ៉ាងក៏ប៉ុន្តែនៅគណៈពេលដែលកងទ័ពទឹកខ្មៅទាំងអស់គ្នារួមព័ទ្ធគូយ៉ាងស្រាប់តែគេបានផ្លាស់ទីទៅយ៉ាងលឿនរួចហើយនៅពេលនោះហ៊ុនធានឌីគេក៏បាននិយាយទៅកាន់គូយ៉ាងថាដល់ពេលដែលអាចបំរើគ្រួសារហ៊ុនហើយរីឯគូយ៉ាងគេក៏បានយល់ព្រមរួចហើយប្រមូលផ្ដុំធម្មពលមកចូលគ្នាធ្វើការបំផ្ទុះខ្លួនឯងដើម្បីបំផ្លាញក្បួនអស្ចារ្យនៅទីនោះតែម្ដងដែលគេក៏ពិតជាបំផ្ទុះខ្លួនឯងដើម្បីបញ្ជូនត្បូងបារាណធូស៊ីចាក់ចេញទៅឲ្យហ៊ុនធានឌីនៅពេលរបស់ឃើញដូច្នេះសៀវយឺក៏បាននឹងចាប់ត្បូងបារាណធូស៊ីមនុស្សក៏ប៉ុន្តែបានដៃពកក្រហមវត្ថុមួយវាក៏បានលេចចេញមកដែលនេះគឺជាធម្មពលរបស់ហ៊ុនធានឌីនឹងឯងប្រឈមមុខជាមួយនឹងការវិភាគមួយនេះសៀវយឺក៏បានគិតហើយថាសម្ពាធមកពីមហាទេពប្រយុទ្ធការ9វាពិតជាគោភ័យខ្លាចខ្លាំងណាស់នៅពេលនេះខ្ញុំគ្មានផ្លូវដើម្បីរត់គេចនោះទេក៏ប៉ុន្តែនៅគណៈពេលនោះធម្មពលរបស់គូយៀនក៏បានមកទប់ទល់ជាមួយនឹងធម្មពលរបស់ហ៊ុនធានឌីដើម្បីបញ្ជាពេលឲ្យសៀវយឺនទៅយកត្បូងបារាណធូស៊ីឯងក៏ពិតជាមកលឿនខ្លាំងមែនទែនទោះជាយ៉ាងណាខ្ញុំមិនរំខានអ្នកទៀតនោះទេបើសិនជាខ្ញុំទទួលបានរបស់មួយនោះដូច្នេះហេតុអ្វីបានជាម្ចាស់គ្រួសារគូរឹងរូសខ្លាំងម្ល៉េះនិយាយរួចហ៊ុនធានឌីប្រើធម្មពលរបស់គេបង្កើតបានដូចជាការវិភាគធំមួយដែលបានធ្វើឲ្យសៀវយឺននិងស៊ុនអើបារម្ភខ្លាំងមែនទែនរួចនិយាយទៅកាន់គូយៀនថាលោកប៉ាសូមអ្នកប្រយ័ត្នផងរីឯគូយៀនក៏បានប្រាប់ទៅកាន់សមាជិកគ្រួសារគូដើម្បីឲ្យចូលក្បួនហើយការពេលខ្លួនឯងពីការវិភាគរបស់សត្រូវនៅពេលបានលុយដូច្នេះសមាជិកគ្រួសារទាំងអស់គ្នាមករងចាំយូរប្រើធម្មពលរបស់ពួកគេដើម្បីធ្វើការជួសជុលក្បួនមនុស្សសាជាថ្មីបន្ទាប់មកភេកគេរវាងគ្រួសារហ៊ុននិងគ្រួសារគូក៏បានផាន់ទឹកកិច្ចគ្នាម្ដងទៀតរីឯសៀវយឺនក៏បានចូលទៅដើម្បីជាជំនួយទៅកាន់គ្រួសារគូផងដែរនៅគណៈពេលដែលគីឡូខ្លាំងកំពុងតែវាយគ្នាយើងមើលទៅកាន់សៀវយឺនក៏កំពុងតែដេញចាប់បំណាច់ត្បូងបារាណធូស៊ីក៏ប៉ុន្តែនៅគណៈពេលនោះអណ្ដាតភ្លើងតបាក់វាក៏បង្ហាញខ្លួន
ខ្លួននៅចិត្តសៀវយិនតែម្ដងមិនត្រឹមតែប៉ុណ្ណោះវាក៏បានដាក់សៀវយិនម្ដាយរួចហើយផ្លាទីទៅយ៉ាងលឿនដើម្បីចាប់យកកំណត់ត្បូងបរានធូស៊ីនៅគណៈពេលនោះផងដែរម្ចាស់គ្រួសារលេនិងម្ចាស់គ្រួសារយ៉ាពួកគាត់ទាំងពីរនាក់ក៏បានបាក់ការវិភាគដំណាក់គ្នាដើម្បីរារាំងអាដាតលើតបាក់ទោះជាយ៉ាងណាក៏ដោយអាណាភ្លើងលើតបាក់ក៏បានកើតចេញពីការវិភាគមនុស្សរួចហើយស្ទូទៅយ៉ាងលឿនចាប់យកត្បូងបរានធូស៊ីនៅក្នុងដៃតែម្ដងរួចក៏បាននិយាយដែរថាហេត្បូងបរានធូស៊ីគឺជារបស់យើងក៏ប៉ុន្តែភ្លាមគូយានក៏បង្ហាញខ្លួននៅពេលក្រោយគេដោយបាននិយាយថាឆាប់ឲ្យវាមកយើងភ្លាមក៏ប៉ុន្តែនៅគណៈពេលនោះផងដែរហ៊ុនធីនឌីក៏បានបង្ហាញខ្លួនមកដូចគ្នារួចនិយាយទៅកាន់គូយានថាគូយានឆាប់បញ្ជាក់ចិត្តទៅវាគ្រាន់តែជាបំណាច់នៃត្បូងប៉ុណ្ណោះតើឯងចង់ពាក់លីជីវិតនៃគ្រួសារគូទាំងមូលសម្រាប់វាមែនទេនិយាយរួចហ៊ុនធីនឌីក៏បានបញ្ចេញក្បួនដ៏ធំមួយដែលមានឈ្មោះថាក្បួន Teleport Chainming នៅពេលរបស់ខ្លួននេះសៀវយិនဖြាប់អោខ្លាំងមែនទេនិយាយហើយថាតើនេះគឺជាក្បួនណារ៉េ Teleport របស់គ្រួសារហ៊ុនមែនទេដែលក្បួនមនុស្សវាក៏បានបញ្ចេញអិសរៈជួយច្រើនរបស់គ្រួសារហ៊ុនដើម្បីធ្វើការគំរាមទៅកាន់គូយានរីឯអាណាភ្លើងលើតបាក់គេក៏បានកិច្ចចេញពីកំណាប់ដៃរបស់គូយានផងដែររួចហើយបង្ហាញខ្លួននៅចិត្តហ៊ុនធីនឌីរីឯអាណាភ្លើងមួយហ្នឹងក៏ពិតជាឌឺខ្លាំងមែនទេបន្ទាប់មកហ៊ុនធីនឌីគេក៏បាននិយាយហើយថាគូយានឆាប់បញ្ជាក់ចិត្តទៅនេះគឺជាគ្រួសារគូរបស់ឯងជាមួយនឹងកម្លាំងរបស់ពួកយើងបើសិនជាយើងបញ្ចេញទាំងអស់បន្ទាប់មកអ្វីៗគ្រប់យ៉ាងនៅក្នុងរយៈពេល1000ម៉ាវាប្រកាសជាត្រូវបានកំទេចហើយសូម្បីតែស្មាបង្គមក៏វាមកដោះចេញមកវិញនោះដែរនៅពេលដែលបានលើដូច្នេះគូយានខំខ្លាំងមែនទេរីឯហ៊ុនធីនឌីក៏បាននិយាយបន្តទៀតថាខ្ញុំគ្រាន់តែយកត្បូងបរានទូស៊ីមួយបំណាច់ប៉ុណ្ណោះតើឯងក៏ពិតជាចង់បង់ថ្លៃបែបហ្នឹងមែនទេហេបើសិនជាអញចង់ខ្ញុំមកខ្វល់នោះទេយើងអាចលេងជាមួយនឹងគ្នាបាននៅពេលនោះម្ចាស់គ្រួសារយ៉ានក៏បាននិយាយទៅកាន់ហ៊ុនធីនឌីថាសូមឯងកុំប្រញាប់ឈួតខ្លាំងពេកដើម្បីបើកវិមានអតិទេពបរានទូស៊ីបានវាត្រូវការបំណាច់កូនសោរហូតដល់8ប៉ុន្តែឥឡូវនេះឯងមានតែ5ប៉ុណ្ណោះក៏ប៉ុន្តែហ៊ុនធីនឌីគេក៏បាននិយាយតាមស្នាមញញឹមថាអូតើវាពិតជាដូចឯងនិយាយមែនទេភ្លាមស្រាប់តែសមាជិកគ្រួសារយ៉ាម្នាក់ក៏បានរត់មកចលឿនដោយបានរាយការណ៍ថាម្ចាស់គ្រួសារបំណាច់ត្បូងបរានទូស៊ីរបស់យើងបានបាត់ទៅហើយនៅពេលបានលឺដូច្នេះម្ចាស់គ្រួសារយ៉ានខំខ្លាំងមែនទែនស្អីគេហ៊ុនធីនឌីឯងបានយកបំណាច់ត្បូងបរានទូស៊ីរបស់គ្រួសារយើងនៅក្នុងកំឡុងពេលដែលយើងមិននៅមែនទេហ៊ុនធីនឌីគេក៏បានតបទៅវិញយ៉ាងលយថាយល់ឯងគួរត្រឡប់ទៅកាន់គ្រួសារបរានរបស់ឯងដើម្បីមើលពីស្ថានភាពបន្តិចទៅតើពួកយើងបញ្ឈប់បញ្ហានៅថ្ងៃនេះហើយបញ្ឈប់ការធ្វើឲ្យមានការពិបាកទៅកាន់គ្នាទៅវិញទៅមកតើពួកយើងគួរធ្វើអំណងដែរឬទេនៅពេលបានលឺបែបនេះគូយានរួមទាំងប្រតិចាររបស់គ្រួសារគូពួកគាត់និយាយអ្វីមិនចេញទេបើសិនជាប្រយុទ្ធគ្នាគ្រួសារគូប្រកាសជាខ្ទេចចាក់ជាមិនខានដោយសារតែបពុរបស់គ្រួសារហ៊ុននៅពេលនេះគឺពិតជាច្រើនខ្លាំងមែនទែនបន្តមកហ៊ុនធីនឌីក៏បាននាំគ្នាគ្នារបស់គេចាក់ចាញ់ទៅដោយបានភ្ជាប់ជាមួយនឹងពាក្យសម្ដីបន្តទៀតថាអ្នកទាំងអស់គ្នាពួកយើងនឹងជួបគ្នាម្ដងទៀតរួចហើយប្រឡេកមើលទៅកាន់សៀវយិនបន្តិចរួចក៏និយាយទៀតថាសៀវយិនសូមទៅជួបភ្នំម្ចាស់សពនៅក្នុងរយៈពេលកន្លះខែទៀតហើយនាំយកបំណាច់បងបរានធូស៊ីចុងក្រោយរបស់គ្រួសារសៀវទៅផងដើម្បីធ្វើការរដូវជាមួយនឹងជីវិតឪពុករបស់អ្នកនិយាយរួចហ៊ុនធីនឌីរួមទាំងសមាជិកគ្រួសាររបស់គេក៏បានចាក់ចេញទៅបានទៅដែលបានសល់ទុកភាពបួមកនៅក្នុងជំរោចិត្តរបស់សៀវយិនក្នុងសារប្រជុំនៃគ្រួសារគូបន្ទាប់ពីការវិលលោករបស់ហ៊ុនធីនឌីជាមួយនឹងបពុរបស់គេដែលមិនត្រឹមតែពួកគេបានលួចយកបំណាច់នៃកូនសោត្បូងបរានរបស់គ្រួសារគូនោះទេសូម្បីតែកូនសោរបស់គ្រួសារឡៃនិងគ្រួសារយ៉ានក៏ត្រូវបានលួចយកដូចគ្នាដែលល្បិចគ្រួសារហ៊ុនធូដាក់គ្រួសារយ៉ានវាក៏ដូចជាមួយនឹងគ្រួសារគូផងដែរដែលពួកគេបានមកកប់តាមពូវិញ្ញាណនៅក្នុងព្រឹត្តិការណ៍ម្នាក់ហើយគ្មានអ្នកណាដឹងទេថាគាត់បានលាក់ខ្លួនអស់រយៈពេលយូរប៉ុណ្ណាហើយនោះមើលទៅពួកគេគឺពិតជាបានមើលស្រាលគ្រួសារហ៊ុនពេកហើយដែលហ៊ុនធានឌីបានលេងល្បិចជាមួយនឹងពួកគេអស់រយៈពេលរាប់ឆ្នាំដែលវាគឺពិតជាល្បិចឲ្យគួរស្អប់ខ្ពើមហើយធ្វើឲ្យពួកគេរងភាពអាម៉ាស់ខ្លាំងមែនទែននៅពេលនោះម្ចាស់គ្រួសារយ៉ានក៏បានលើកឡើងហើយថានិយាយឲ្យស្មោះត្រង់ទៅឥឡូវនេះគ្មានគ្រួសារបុរាណមួយណាដែលអាចយកឈ្នះគ្រួសារហ៊ុនដោយប្រើកម្លាំងរបស់ពួកគេនោះទេបន្ទាប់មកគូយានិយាយទាំងអារម្មណ៍មួយមកថាជាមួយនឹងស្ថានភាពឥឡូវនេះពួកយើងគួរតែរួបរวมគ្នាដើម្បីប្រយុទ្ធជាមួយនឹងសត្រូវពួកយើងមិនត្រូវការត្រឹមតែគ្រួសារបុរាណទាំង3នោះទេក៏ប៉ុន្តែគ្រប់បកពួកទាំងអស់ដែលយកព្រមប្រយុទ្ធជាមួយនឹងគ្រួសារហ៊ុនពួកយើងនៅប្រយុទ្ធជាមួយនឹងគ្រួសារហ៊ុនដូចជាប្រយុទ្ធជាមួយនឹងគ្រួសារទុនលីងកាលពីពេលនោះរីឯប្រតិចារគូណានហៃក៏បាននិយាយផងដែរថាត្រូវហើយគ្រួសារគូរបស់ពួកយើងសុកចិត្តប្រយុទ្ធដល់ដំណាក់ឈាមចុងក្រោយប្រសើរជាងខ្លាចតែជាឈាមសន្តិរិឆារបស់គ្រួសារហ៊ុនចំពោះម្ចាស់គ្រួសារឡៃក៏បាននិយាយដូចគ្នាថាកិច្ចការសំខាន់របស់ពួកយើងឥឡូវនេះគឺមិនត្រូវឲ្យហ៊ុនធានឌីអាចចូលទៅកាន់វិមានអតិទេពបរានធូស៊ីហើយខ្លាចតែជាអតិទេពបាននោះទេអញ្ចឹងហើយពួកយើងត្រូវតែការពារបំណាច់នៃកូនសោតបងបរានធូស៊ីចុងក្រោយនៅពេលបានលើ business សៀវយិនក៏បន្តិចរួចងើបគូតពីកៅអីរបស់គាត់ដោយបាននិយាយថាសម្ព័ន្ធវិមានមេខេរបស់ខ្ញុំយល់ព្រមដើម្បីចូលរួមប្រយុទ្ធជាមួយនឹងគ្រួសារហ៊ុនក៏ប៉ុន្តែការណាត់ជួបកន្លះខែក្រោយខ្ញុំត្រូវតែទៅដើម្បីសុវត្ថិភាពឪពុករបស់ខ្ញុំដូច្នេះហើយវាគ្មានកន្លែងសម្រាប់ការចរចានោះទេរួចមើលទៅកាន់គូយានដោយបានភ្ជាប់ជាមួយនឹងពាក្យសម្ដីបន្តទៀតថាលោកពូគូបន្ថែមពីនោះខ្ញុំចង់ចូលទៅកាន់ភ្នៅឋានសួគ៌ម្ដងទៀតបន្ទាប់ពីពាក្យសម្ដីរបស់សៀវយិនបានបញ្ចប់ធ្វើឲ្យគូយានឆាប់អោខ្លាំងមែនទែនបន្តមកសាច់រឿងក៏បានកាត់ទៅដល់ច្រកចូលនៃភ្នៅឋានសួគ៌យើងឃើញថាសៀវយិនរួមទាំងមនុស្សផ្សេងទៀតបានធ្វើដំណើរមកដល់ទីនេះហើយនៅពេលនោះម្ចាស់គ្រួសារគូក៏បាននិយាយទៅកាន់សៀវយិនថាសៀវយិនខ្ញុំត្រូវតែប្រាប់ឯងនៅពាក្យសម្ដីប៉ុន្មានម៉ាត់ឯងធ្លាប់បានចូលទៅកាន់ភ្នៅឋានសួគ៌ម្ដងរួចទៅហើយអញ្ចឹងឯងប្រកាសជាដឹងហើយថានៅពេលដែលឯងចូលទៅកាន់ទីនោះឯងត្រូវតែទទួលខុសត្រូវចំពោះជីវិតនិងសេចក្តីស្លាប់របស់ឯងដែលស្ថានភាពនៅក្នុងទីកន្លែងមួយនោះវាផ្លាស់ប្ដូរមិនអាចរំពឹងទុកបាននោះទេដូច្នេះហើយសូមឯងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបាន
ម៉ត់ចត់សៀវយៀនលើកដៃគោរពបន្តិចរួចក៏តបទៅកាន់គូយៀនវិញថាសូមអរគុណម្ចាស់គ្រួសារគូខ្ញុំនឹងមានការប្រុងប្រយ័ត្នហើយបង្កើនកម្លាំងរបស់ខ្ញុំនៅក្នុងរយៈពេលខ្លីរួមទាំងចាក់ចេញទៅវិញយ៉ាងមានសុវត្ថិភាពនៅពេលនោះស៊ុនមិនចង់ឲ្យសៀវយៀនចូលទៅនោះទេក៏ប៉ុន្តែសៀវយៀនក៏បាននិយាយឲ្យថាស៊ុនរងចាំនៅពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំនឹងខ្លាចទៅជាមនុស្សខ្លាំងជាងនេះហើយកុំបារម្ភអីបើពាក់បារម្ភនៅទីនោះគាត់ប្រកាសជាការពារខ្ញុំចំណែកឯគូយៀនគាត់ក៏បាននិយាយឲ្យថាក្មេងល្អពួកយើងទាំងអស់គ្នានៅទីនេះដើម្បីរងចាំអ្នកនិយាយរួចប្រើធម្មពលរបស់គាត់ដើម្បីបើកច្រកទ្វារភ្នំឋានសួគ៌សាជាថ្មីបន្ទាប់ពីសៀវយៀនចូលទៅកាន់ទីនោះគាត់ក៏ត្រូវបានបញ្ជូនមកកាន់ភ្នំរបស់សៀវយៀនភ្លាមរួចហើយសៀវយៀនលុតជង្គង់ដប់ជាប់ជាមួយនឹងពាក្យសម្ដីថាកូនចៅចំនួនក្រោយដែលអត់បានការសៀវយៀនសូមគោរពបព្វបុរសនៅពេលនោះធម្មពលជាច្រើនវាក៏បានប្រមូលផ្ដុំបង្កើតបានជារាងការរបស់មនុស្សម្នាក់ដែលវាគឺជារាងការរបស់សៀវយៀននឹងឯងគាត់ក៏បាននិយាយផងដែរថាអាក្មេងតូចឯងមិនចាំបាច់ធ្វើការគោរពបែបហ្នឹងនោះទេឥឡូវនេះឯងនៅកម្រិតមហាទេពប្រយុទ្ធការប្រមូលថ្នាក់កណ្ដាលជាមួយធម្មពលវិញ្ញាណនៅក្នុងអាណាចក្រឋានសួគ៌ល្អឥតខ្ចោះមិនត្រឹមតែប៉ុណ្ណោះឯងបានទទួលយកអាណាភ្លើងមេខេទាំង6ផ្សេងគ្នារួមទាំងអាណាភ្លើងការជូបមសររៈទៀតផងហាឯងក៏ពិតជាទេពកោសល្យដែលគ្មានគូប្រៀបដូចជាយើងពិតមែនបន្តមកប្រើធម្មពលរបស់គាត់បន្តិចលើកខ្លួនប្រាណរបស់សៀវយៀនដប់ជាប់ជាមួយនឹងពាក្យសម្ដីបន្តទៀតថាពេលវេលាដើម្បីបើកភ្នំឋានសួគ៌វាមិនតម្រូវនោះទេក៏ប៉ុន្តែឯងបានមកខំដើម្បីចូលមកកាន់ទីនេះវាប្រកាសជាមានអ្វីដែលសំខាន់ហើយឆាប់និយាយរឿងរ៉ាវទាំងអស់ប្រាប់យើងលឿនមកនៅពេលរបស់លើដូច្នេះសៀវយៀនលើកដៃគោរពបន្តិចរួចក៏និយាយថាបព្វបុរសគ្រួសារហ៊ុនបានទទួលបំណាច់បងបរានទូស៊ី7នៅក្នុងចំណោម8ហើយឥឡូវនេះមានតែបំណាច់បងបរានទូស៊ីរបស់គ្រួសារសៀវប៉ុណ្ណោះដែលនៅសល់ក៏ប៉ុន្តែហ៊ុនធានឌីបានយកជីវិតឪពុករបស់ខ្ញុំមកគំរាមហើយធ្វើការណាត់ជួបដើម្បីដោះដូរជាមួយនឹងត្បូងបរានទូស៊ីនៅក្នុងរយៈពេលកន្លះខែទៀតដែលកម្លាំងរបស់គ្រួសារហ៊ុនក៏ពិតជាខ្លាំងណាស់ដូច្នេះខ្ញុំចូលមកកាន់ភ្នំឋានសួគ៌មួយនេះដើម្បីរកផ្លូវក្នុងការជួយសង្គ្រោះអ្នកឡើងវិញបើសិនជាអ្នកចេញសកម្មភាពគ្រួសារហ៊ុនមិនអាចធ្វើអីបាននោះទេក៏ប៉ុន្តែបព្វបុរសសៀវយៀនក៏បានតបទៅវិញថាឯងចង់ជួយសង្គ្រោះយើងមែនទេរឿងនេះវាមិនអាចរួចនោះឡើយស្ថានភាពរបស់ខ្ញុំឥឡូវនេះវាខុសគ្នាទាំងស្រុងពីលោកគ្រូរបស់អ្នកស្ថានភាពរបស់ខ្ញុំមិនអាចសន្មតថាជាបលឹងនៅសសរនោះទេដែលខ្ញុំគ្រាន់តែពឹងពាក់ទៅលើទស្សនវិជ្ជារបស់ភ្នំឋានសួគ៌ដើម្បីរស់នៅប៉ុណ្ណោះបើសិនមិនមែនជាកម្រិតអន្តរជាតិប្រយុទ្ធដែលជាកម្រិតព្រៃនៅទីនោះទេខ្ញុំខ្លាចថាគ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះខ្ញុំបាននោះឡើយវាអស់រយៈពេល10000ឆ្នាំហើយដែលអ្នកកម្រិតអន្តរជាតិបានបាត់វត្តមាននៅលើទ្វីបតាមពោឈីមួយនេះហើយជាមួយនឹងកម្លាំងរបស់ខ្ញុំវាពិតជាគ្រប់គ្រាន់ដើម្បីឲ្យខ្ញុំឡើងទៅដល់កម្រិតអន្តរជាតិកាលពីពេលនោះទោះជាយ៉ាងណាក៏ដោយមានអារម្មណ៍ដែលទទេមួយស្រាប់តែរះឡើងនៅក្នុងទីជម្រៅនៃធម្មពលបលឹងរបស់ខ្ញុំគ្រប់ពេលដែលខ្ញុំរៀបបំបីរនាំទៅកាន់កម្រិតអន្តរជាតិមួយនោះដែលអារម្មណ៍មនុស្សវាបានប្រាប់ខ្ញុំថាមានអ្វីដែលសំខាន់មួយវាបានបាត់បង់បាត់ទៅហើយនៅពេលដែលបានឮបែបនេះសៀវយៀនចាប់បោកខ្លាំងមែនទែនតើនោះគឺជាអ្វីទៅបន្តមកបព្វបុរសសៀវយៀនក៏បានប្រាប់ថាវាគឺជាខ្លឹមសារធម្មពោឈីអន្តរជាតិឬក៏អាចហៅម្យ៉ាងទៀតថាប្រភពដើមនៃធម្មពោឈីដែលវាគឺជាធម្មពលដ៏សំខាន់ដែលកើតឡើងរវាងឋានសួគ៌និងផែនដីហើយខ្ញុំមិនដឹងថាវាបាត់បង់តាំងពីពេលណានោះទេក៏ប៉ុន្តែគ្មានខ្លឹមសារធម្មពោឈីអន្តរជាតិនៅលើទ្វីបធម្មពោឈីទៀតនោះឡើយទោះជាយ៉ាងណាក៏ដោយនៅក្នុងវិមានអន្តរជាតិបុរាណទូស៊ីវាបានបន្សល់ទុកក្របថ្នាំអំពីរយងកម្រិតអន្តរជាតិមួយប្រហែលជាវាបន្សល់ទុកខ្លឹមសារធម្មពោឈីអន្តរជាតិចុងក្រោយនៅក្នុងនោះអញ្ចឹងហើយបានជាហ៊ុនធានឌីឆ្លងវិញជាមួយនឹងត្បូងបុរាណទូស៊ីនៅពេលបានលើដូច្នេះសៀវយៀនចាប់បោកខ្លាំងមែនទែនតើអំពីរយងក្របថ្នាំកម្រិតអន្តរជាតិពិតជាមានផ្ទុកខ្លឹមសារធម្មពោឈីអន្តរជាតិមែនទេគ្មានអ្នកណាម្នាក់នៅក្នុងរយៈពេល10000ឆ្នាំនេះអាចចំណាយក្របថ្នាំកម្រិតអន្តរជាតិបាននោះទេតើតម្រូវការនៃការចំណាយក្របថ្នាំអន្តរជាតិគឺជាខ្លឹមសារធម្មពោឈីអន្តរជាតិមែនទេហើយក្របថ្នាំអន្តរជាតិវាបន្សល់ទុកដានខ្លឹមសារឈីអន្តរជាតិចុងក្រោយឬក៏យ៉ាងណាបព្វបុរសសៀវយៀនក៏បានតបទៅវិញថាមែនហើយអ្វីទាំងអស់នេះគឺជាគម្រោងការរបស់ហ៊ុនធានឌីគាត់ចង់បានក្របថ្នាំមនុស្សដើម្បីចំណាយធម្មពោឈីក្នុងការទម្លុះទៅកាន់កម្រិតអន្តរជាតិដូច្នេះគ្មានអ្នកណាម្នាក់នៅលើទ្វីបធម្មពោឈីអាចប្រយុទ្ធជាមួយនឹងគាត់បាននោះទេបន្តមកសៀវយៀនក៏បានសរសើរថាបព្វបុរសរបស់គេគឺពិតជាឆ្លាតពិតមែនរីឯសៀវយៀនក៏បានអើទៅតាមសៀវយៀនផងដែរបន្តមកគាត់ក៏បានចាប់ខោអាវរបស់សៀវយៀនដើម្បីនាំទៅកាន់កន្លែងមួយដោយបាននិយាយទៅកាន់សៀវយៀនបន្តទៀតថាទោះបីជាខ្ញុំមិនអាចចេញទៅដោះស្រាយជាមួយនឹងគ្រួសារហ៊ុនបានក៏ដោយក៏ប៉ុន្តែខ្ញុំអាចផ្ដោះឡើងឯងនៅឱកាសមួយបន្តមកពួកគេទៅពីរនាក់ក៏បានចេញមកខាងក្រៅភ្នំរបស់សៀវយៀនដែលសៀវយៀនក៏បាននិយាយឲ្យថាខ្ញុំមិនចូលចិត្តរនរោដែលខូចត្រង់ទ្រាយនៅទីកន្លែងដែលត្រូវបានគេហៅថាភ្នំឋានសួគ៌នេះរយៈពេលជាយូរមកហើយបន្តមកប្រាធម្មពលរបស់គាត់ដាស់ធម្មពលបលឹងនៅទីនេះដោយភ្ជាប់ជាមួយនឹងពាក្យសម្ដីថាមនុស្សទាំងអស់គ្នាដែលត្រូវបានកប់នៅក្នុងភ្នំឋានសួគ៌នៅថ្ងៃនេះគឺជាថ្ងៃដែលពួកឯងនឹងត្រូវបានរំដោះបន្ទាប់ពីពាក្យសម្ដីរបស់សៀវយៀនបានបញ្ចប់ធម្មពលបលឹងរបស់មនុស្សជាច្រើនវាក៏បានលើកចេញមកនៅពេលបានគឺអ្នកស្នេហ៍សៀវយៀនចាប់បោកខ្លាំងមែនទែនបានដឹងហើយថាវាគឺជាធម្មពលបលឹងដែលត្រូវបានកប់នៅក្នុងភ្នំឋានសួគ៌តាំងតែពីរយៈពេលរាប់លានឆ្នាំមុនមកឡើយយើងមើលទៅការធម្មពលបលឹងទាំងអស់នោះគឺពិតជាច្រើនខ្លាំងមែនទែនដែលពួកគេក៏បាននិយាយទៅកាន់សៀវយៀនផងដែរថាសៀវយៀនហេតុអ្វីបានជាឯងហ៊ានដាស់ពួកយើងនៅពេលបានឃើញអ្នកស្នេហ៍សៀវយៀនចាប់បោកខ្លាំងមែនទែនដោយសារតែធម្មពលបលឹងទាំងអស់នេះគឺពិតជាខ្លាំងមែនទែនអ្នកខ្លះតាមទៅជាកម្រិតមហាទេពប្រយុទ្ធការ9ទៀតផងក៏ប៉ុន្តែស្រាប់តែនៅពេលនោះសៀវយៀនក៏បាននិយាយឲ្យថាប៉ុណ្ណឹងបានហើយឆាប់ចេញមកបង្ហាញរាងកាយពិតរបស់ឯងទៅបន្ទាប់ពីសៀវយៀននិយាយរួចស្រាប់តែធម្មពលបលឹងទាំងអស់នោះរួមបញ្ចូលគ្នាបង្កើតបានជារាងកាយបិសាចដ៏ធំមួយដែលបានធ្វើឲ្យសៀវយៀនចាប់បោកខ្លាំងមែនទែនតើនេះគឺជាអ្វីទៅដែលរូបរាងរបស់បិសាចនោះវាគឺជាក្បាលដ៏ធំមួយក៏ប៉ុន្តែភ្នែករបស់វាមានរហូតដល់4ឯណោះបន្ទាប់មកបិសាចដ៏ធំហ្នឹងក៏បាននិយាយទៅកាន់សៀវយៀនឲ្យថាសៀវយៀនឯងតែងតែស្ដាប់បង្គាប់ខ្លាំងណាស់ពួកយើងមិនបានជ្រៀតជ្រែកជាមួយគ្នាអស់រយៈពេលរាប់ឆ្នាំមកហើយក៏ប៉ុន្តែនៅថ្ងៃនេះឯងក៏ពិតជាចង់មកបាច់ច្បាប់រវាងពួកយើងមែនទេក៏ប៉ុន្តែសៀវយៀនក៏បានតបទៅវិញយ៉ាងលយថាអូកាលពីពេលមុនខ្ញុំមានកិច្ចការដែលត្រូវធ្វើដែលខ្ញុំចង់ស្នាក់នៅទីនេះដោយស្ងប់ស្ងាត់ប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនេះកិច្ចការរបស់ខ្ញុំវាបានសម្រេចហើយដូច្នេះវាក៏ដល់ពេលដើម្បីសម្លាប់ឯងដូចគ្នាដែលសៀវយៀនក៏ហៅបិសាចបណ្ណឹងថាវិញ្ញាណភ្នោឋានសួគ៌ចំណែកឯបិសាចបណ្ណឹងវាពិតជាខំខ្លាំងមែនទែននៅពេលបានលើសៀវយៀននិយាយដូចនេះរីឯសៀវយៀនគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនខ្ញុំបានលើថាភ្នោឋានសួគ៌វាគ្រាន់តែជាកន្លែងស្នាក់នៅរបស់អ្នកខ្លាំងដែលបានស្លាប់ទៅប៉ុណ្ណោះហើយវាក៏ជាទីកន្លែងនៃការទទួល
មរតកផងដែរចុះហេតុអ្វីបានជាមានវិញ្ញាណបិសាចជាមួយនឹងធម្មពូជីបិសាចដែលគួរបីខ្លាចបែបនេះសៀវសៀនក៏ក៏បាននិយាយថាមែនហើយកាលពីមុនភ្នូឋានសួគ៌គឺវាបែបហ្នឹងក៏ប៉ុន្តែរហូតដល់ពេលមួយសភាវៈមួយនេះវាក៏បានកើតឡើងពីការរួមបញ្ចូលនៃបំណែកព្រលឹងរបស់អ្នកស្លាប់រាប់មិនអស់ហើយភ្នូឋានសួគ៌ឥឡូវនេះវាឡើងជាភ្នូឋានសួគ៌កាលពីអតីតកាលទៀតហើយយើងមើលកាន់បិសាចមនុស្សវាទ្រាំលេខបានទៀតហើយប្រមាត់បញ្ចេញធម្មពលវាបាទៅដល់បានជាប់ជំនុំពីសម្ដីថានិយាយអបយោយើងគឺជាអ្នកការពារនៅក្នុងលំហមួយនេះហើយយើងគឺជាភ្នូឋានសួគ៌រីឯភ្នូឋានសួគ៌គឺជាយើងដែលការវិភាគរបស់វាគឺពិតជាខ្លាំងមែនទែននៅពេលបានឃើញដូច្នេះសៀវសៀនក៏បានរុញសៀវយិនទៅម្ខាងដើម្បីធ្វើការកិច្ចចេញពីការវិភាគរបស់បិសាចមួយក្បាលនេះបន្ទាប់មកសៀវសៀនក៏បាននិយាយប្រាប់ទៅកាន់សៀវយិនថាអាក្មេងសូមស្ដាប់ដោយយកចិត្តទុកដាក់នៅអ្វីដែលយើងរៀបនឹងនិយាយខ្ញុំខ្លាចថាខ្ញុំមិនអាចនិយាយវាម្ដងទៀតបាននោះទេនៅពេលបានលើដូច្នេះសៀវយិនក៏ពិតជាបារម្ភខ្លាំងមែនទែនរីឯសៀវសៀនក៏បានបោកការវិភាគកាន់បិសាចមួយនោះដែលគាត់ក៏បានភ្ជាប់ចំណងពីសម្ដីប្រាប់ទៅកាន់សៀវយិនថាវាមានបច្ចេកទេសរាប់មិនអស់នៅក្នុងទ្វីបធម្មពូឈីមួយនេះហើយអ្នកដែលបានប្រើបច្ចេកទេសទាំងអស់នេះជាមួយនឹងរាងកាយរបស់គេគឺគ្រាន់តែជាកម្រិតមធ្យមនោះទេក៏ប៉ុន្តែបើសិនជាមនុស្សប្រើបច្ចេកទេសទាំងអស់នោះនៅក្នុងកម្រិតវិសាលភាពនៅពេលនោះសូម្បីតែបច្ចេកទេសធម្មតាក៏អាចកំទេចពិភពលោកមួយនេះបានដែរដែលធម្មពូឈីត្រូវតែបំពេញនៅក្នុងជីពចរទាំងអស់នៅក្នុងរាងកាយហើយលំហរបស់វាត្រូវតែឆ្លងកាត់ដូចជាអន្តេនូនិយាយរួចសៀវសៀនក៏បានបញ្ចេញបច្ចេកទេសមួយដែលមានឈ្មោះថាកំហឹងរាជសីដែលយើងមើលទៅធម្មពលរបស់វាក៏ពិតជាខ្លាំងមែនទេក៏ប៉ុន្តែសៀវយិនក៏បានដឹងថានេះគឺជាបច្ចេកទេសដែលពុករបស់គាត់បានប្រើទោះជាយ៉ាងណាអនុភាពរបស់វាមិនបាន 1% នៃបច្ចេកទេសដែលសៀវសៀនបញ្ចេញមកនោះទេយើងមើលកាន់បិសាចមនុស្សប្រមាណរបស់វាត្រៀមបោកការវិភាគរបស់ជាប់ជាមួយនឹងពាក្យសម្ដីថាយើងបានគ្រប់គ្រងវិញ្ញាណរបស់អិសរាជជនខ្លាំងជាច្រើននៅក្នុងភ្នូឋានសួគ៌នេះធ្វើដំណេកទៅបាញ់អាចយកឈ្នះយើងបានទៅទោះជាយ៉ាងណាសៀវសៀនប្រើធម្មពលរបស់គាត់ដល់បាននិយាយថាវាមិនទាន់ចប់នោះទេដែលសៀវសៀនក៏បានប្រើបច្ចេកទេសនៃការផ្លាស់ប្ដូរណាប់ទៅឋានសួគ៌ទាំង3របស់គាត់នៅពេលបានឃើញធម្មពលនេះបិសាចមិននឹងបោកភ្នែកបបប៉ុណ្ណាណៃតែម្ដងរួចហើយការវិភាគរបស់ពួកគេទាំងពីរនាក់ក៏បានប៉ះទង្គិចគ្នាធ្វើឲ្យនៅក្នុងឋានសួគ៌ទាំងមូលវាបានបញ្ចេញពលឺយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះពលឺទាំងអស់នោះវាក៏បានបញ្ចេញទៅខាងក្រៅទៅផងនៅពេលបានឃើញដូច្នេះអ្នកទស្សនាចាប់ខ្លាំងមែនទែនតាមមានអ្វីក៏ឡើងទៅហើយអ្វីបានជាមានធម្មពលធំបែបនេះផ្ទុះចេញពីភ្នូឋានសួគ៌ដូច្នេះចំណែកចសុននេះក៏ពិតជាបារម្ភទៅកាន់សៀវយិនខ្លាំងមែនទែនត្រឡប់ទៅកាន់ភ្នូឋានសួគ៌វិញបន្ទាប់ពីការប៉ះទង្គិចគ្នារលាយបានទៅយើងឃើញថាបិសាចមិននឹងវាបានរងរបួសអ្វីនោះទេស្ទុះមកប្រមាថរបស់គេដើម្បីត្រៀមលេខតបាក់ព្រលឹងរបស់សៀវសៀនដោយបានភ្ជាប់ចំណងពេលសម្ដីថាហាសៀវសៀនឯងកំពុងតែមានមោទនភាពចំពោះខ្លួនឯងពេកហើយតើឯងអាចធ្វើអ្វីយើងបានជាមួយនឹងវិញ្ញាណសេះសល់របស់ឯងទៅនៅថ្ងៃនេះយើងនឹងលើកតបាក់ឯងដើម្បីឲ្យឯងខ្លាចទៅជាផ្នែកមួយនៃរាងកាយរបស់យើងក៏ប៉ុន្តែនៅគណៈពេលនោះស្រាប់តែសៀវសៀនចាប់ផ្ដើមរលាយតាមពលព្រលឹងរបស់គាត់ដោយបាននិយាយទៅកាន់បិសាចថាការចាប់កំណត់របស់ឯងគឺជាកំហុសដ៏ធំមួយនៅពេលបានឃើញដូច្នេះបិសាចដែលនឹងចាប់ខ្លាំងមែនទែនតើឯងកំពុងតែដុតវិញ្ញាណរបស់ឯងមែនទេក៏ប៉ុន្តែសៀវសៀនក៏បានដុតព្រលឹងរបស់គាត់ទាំងអស់តែម្ដងដោយបាននិយាយឲ្យថាអំណាចភ្លើងនៃការដុតព្រលឹងគឺជាធម្មពលដែលប្រឆាំងជាមួយនឹងឯងដោយធម្មជាតិរួមទាំងសំណល់ធម្មពលដែលឯងបានប្រមូលផ្ដុំឥឡូវនេះឆាប់បកគោខ្លឹមសារវិញ្ញាណរបស់ឯងឲ្យយើងមកនិយាយរួចសៀវសៀនក៏បានយករាងកាយរបស់គាត់ចូលទៅកាន់មាត់បិសាចម្នាក់នោះដែលភ្ជាប់ជាមួយនឹងអំណាចភ្លើងនៃការដុតព្រលឹងរបស់គាត់នៅពេលនោះសៀវសៀនក៏បាននិយាយថាបើពាក់បរោះឈប់មកឈប់ត្រឹមនេះទៅការធ្វើបែបនេះវានឹងកំទេចព្រលឹងរបស់អ្នកក៏ប៉ុន្តែសៀវសៀនក៏បានតទៅវិញតែស្នាមញញឹមថាគ្រួសារសៀវរបស់ខ្ញុំមានអ្នកស្នងតំណែងហើយដូច្នេះខ្ញុំអាចសម្រាកដោយសន្តិភាពសៀវសៀនខ្ញុំពិតជាសំណាងខ្លាំងណាស់ដែលមានគ្នាចំណងក្រោយដូចជាឯងនិយាយរួចក៏បានមកផ្ទុះធម្មពលរបស់គាត់ធ្វើឲ្យបិសាចក្បាលភ្នែក4ម្នាក់នោះមិនអាចទទួលបាននោះទេដែលកម្លាំងនៃការមកផ្ទុះមួយនោះវាបានមកចេញធម្មពលដ៏ធំសម្បើមខ្លាំងមែនទែនរីឯសៀវសៀនក៏ពិតជាបារម្ភទៅកាន់បបៈបរោះសៀវសៀនក៏ប៉ុន្តែនៅពេលនោះបន្ទាប់ពីបំផ្ទុះរសារបាត់ទៅរាងកាយរបស់បិសាចហ្នឹងវាក៏បានបាត់ដូចគ្នាក៏ប៉ុន្តែរាងកាយធម្មពលរបស់សៀវសៀនវាមិនតាន់បាត់ដូចទេដែលគាត់ក៏បាននិយាយឲ្យថាធម្មពលព្រលឹងរបស់ខ្ញុំនៅសល់ទេមែនទេពិតជាសំណាងណាស់ដែលខ្ញុំគ្រប់គ្រងវាបានយ៉ាងល្អទៅវាបន្សល់ទុកធម្មពលរបស់ខ្ញុំនៅសល់បន្តិចបន្តួចនិយាយរួចក៏បានឲ្យដុំធម្មពលមួយទៅកាន់សៀវយិនដែលនេះគឺជាខ្លឹមសារវិញ្ញាណនៃព្រលឹងភ្នូឋានសួគ៌ហើយសៀវសៀនក៏បានប្រាប់ទៅកាន់សៀវយិនថាឆាប់ធ្វើការចម្រាញ់ទៅវានឹងជួយឲ្យធម្មពលព្រលឹងរបស់ឯងឡើងទៅដល់អាណាចក្រអាទិទេពសៀវយិនផ្លូវដែលឯងប្រឈមមុខបន្ទាប់គឺវាពឹងពាក់ទៅលើឯងហើយបន្ទាប់មកសៀវសៀនក៏បានប្រើខ្លឹមសារវិញ្ញាណមួយនោះបង្កើតធម្មពលលំហមួយផ្សេងទៀតដើម្បីឲ្យសៀវយិនធ្វើការវឹកហាត់ដែលសៀវសៀនក៏បានប្រាប់ឲ្យសៀវយិនចូលទៅកាន់ទីនេះទៅហើយពេលវេលារបស់គាត់គឺនៅសល់តែបន្តិចប៉ុណ្ណោះដែលសៀវសៀនគាត់សង្ឃឹមថានឹងអាចរងចាំរហូតដល់សៀវយិនបំបីកម្រិតរបស់គាត់នៅពេលនោះសៀវយិនក៏មិនមកអង្គយូរផងដែរធ្វើការអរគុណទៅកាន់បព្វប្រោះរបស់គាត់រួចចូលទៅកាន់ទីនោះនៅពេលបានឃើញសភាពរបស់សៀវយិនដូច្នេះសៀវសៀនក៏បាននឹកទៅដល់អតីតកាលរបស់គាត់ដែលនៅពេលនោះឪពុកម្ដាយរបស់សៀវសៀនក៏បាននិយាយទៅកាន់គាត់ថាសៀនអ្នកគឺជាទេពកោសល្យដ៏កម្រនៅក្នុងគ្រួសារសៀវហើយអ្នកមានកាតព្វកិច្ចដ៏សំខាន់គឺធ្វើឲ្យគ្រួសារសៀវរុងរឿងទៅកាន់កម្រិតកំពូលរបស់វាវិញដែលសៀវសៀនក៏បានតទៅវិញហើយថាលោកបុកសុំកុំអារម្មណ៍អីសៀននឹងរស់នៅដើម្បីជាសេចក្តីសង្ឃឹមរបស់គ្រួសារដែលនៅពេលនោះបព្វប្រោះសៀវសៀនគឺគាត់នៅវ័យក្មេងប៉ុណ្ណោះក៏ប៉ុន្តែគាត់មិនអាចធ្វើតាមការសន្យាបាននោះទេដែលជោគវាសនារបស់គាត់ក៏ត្រូវបានកំទេចទៅដោយស្នាដៃនៃតកូហ៊ុនអញ្ចឹងហើយនៅពេលនេះក៏បានគិតក្នុងចិត្តថាក្មេងតូចអនាគតគ្រួសារសៀវគឺពឹងពាក់ទៅលើអ្នកហើយនៅទីបំផុតគ្រួសារសៀវរបស់ខ្ញុំមានសង្ឃឹមនៃការរស់ឡើងវិញហើយយើងមើលទៅកាន់សៀវយិនបន្ទាប់ពីបានចូលទៅកាន់លំហមួយនោះគាត់ក៏ត្រូវបានមកជួយមកកាន់មហាសមុទ្រដ៏ធំល្វឹងល្វើយមួយនៅពេលដែលយកដៃប៉ះទឹកសមុទ្រមនុស្សសៀវយិនចាប់អោខ្លាំងមែនទែនតើសមុទ្រមួយនេះគឺពិតជាបានប្រមូលផ្ដុំទៅដោយធម្មពលវិញ្ញាណមែនទេវាគឺពិតជាធម្មពលវិញ្ញាណដ៏ធំហើយគួរអភ័យខ្លាចបើប្រៀបធៀបជាមួយនឹងអាណាចក្រឋានសួគ៌ដ៏ល្អឥតខ្ចោះរបស់ខ្ញុំភាពខុសគ្នាគឺវាធម្មតាវាដូចជាមេឃហើយនឹងដីអញ្ចឹងខ្ញុំមិននឹកស្មានថាធម្មពលព្រលឹងរបស់ភ្នូឋានសួគ៌វាគួរអភ័យខ្លាចបែបហ្នឹងសោះមិនឆ្ងល់ទេសូម្បីតែបព្វបុរសក៏ត្រូវដុតធម្មពលព្រលឹងរបស់ខ្លួនឯងដើម្បីដោះស្រាយជាមួយនឹងបិសាចព្រលឹងមួយនោះហើយឥឡូវនេះព្រលឹងរបស់ភ្នូឋានសួគ៌វាបានរសាត់បាត់ទៅហើយរីឯធម្មពលព្រលឹងនៅទីនេះវាក៏គ្មានម្ចាស់ផងដែរនៅពេលនោះសៀវយើងក៏បានចាប់អារម្មណ៍ថាធម្មពលព្រលឹងដ៏សម្បូរបែបនៅទីនេះវាបានធ្វើឲ្យមានការផ្លាស់ប្ដូរលើបឿននៃពេលវេលាដែលពេលវេលានៅក្នុងលំហនៅទីនេះវា
ដើរយឺតជាងពេលវេលានៅក្នុងផ្ទៃឋានសួគ៌ទៅទៀតទោះបីជាដូច្នេះក៏ដោយសៀវយានមិនអាចពន្យាពេលនៃការវឹកហាត់បាននោះទេគាត់ត្រូវតែប្រមូលផ្ដុំតាមពវិញ្ញាណនៅទីនេះហើយចាក់ចែងឲ្យបានឆាប់តាមតែអាចធ្វើទៅបាននិយាយរួចសៀវយានក៏បានចាប់ផ្ដើមប្រមូលផ្ដុំតាមពវិញ្ញាណនៅទីនេះដើម្បីធ្វើការបង្កើនតាមពវិញ្ញាណរបស់គាត់បន្ទាប់ពីបានស្រូបយកបន្តិចសៀវយានក៏បានដឹងថាទោះបីជាតាមពព្រលឹងនៅទីនេះវាសម្បូរបែបអស្ចារ្យក៏ដោយក៏ប៉ុន្តែវាក៏មានគុណវិបត្តិខ្លះៗផងដែរទោះជាយ៉ាងណាវាគឺជាផលវិបាកនៃការស្រូបយកព្រលឹងរបស់អិសរាជជនជាច្រើនរាប់មិនអស់ក៏ប៉ុន្តែវាគ្មានបញ្ហាសម្រាប់សៀវយានយើងនោះទេដោយសារតែគាត់មានដាតភ្លើងការជុកបន្សុទ្ធរយៈដែលដាតភ្លើងការជុកបន្សុទ្ធរយៈវាប្រកាសជាអាចចម្រាញ់តាមពវិញ្ញាណឲ្យខ្លាចទៅជាតាមពរបស់រស័តបំផុតដែលសៀវយានក៏បានប្រើដាតភ្លើងការជុកបន្សុទ្ធរយៈរបស់គាត់ដើម្បីធ្វើការបន្សុទ្ធតាមពវិញ្ញាណទាំងអស់នេះដោយបានបដិញ្ញាចិត្តថាខ្ញុំប្រកាសជាអាចធ្វើវាបានពេលវេលាវាចេះតែដើរទៅមុខរយៈពេល1ខែនៅក្នុងភពឋានសួគ៌វាក៏បានកន្លងផុតទៅនៅពេលនេះពន្លឺដែលបញ្ចេញមកពីលំហនៃសមុទ្រវិញ្ញាណវាពិតជាសម្បំខ្លាំងមែនទែនដែលបានធ្វើឲ្យសៀវសៀននិយាយហើយថាតើអ្វីទៅជាការបង្ហាញដ៏ធំក្មេងម្នាក់នេះគឺពិតជាអស្ចារ្យខ្លាំងណាស់ឲ្យលឿនឡើងមកឲ្យក្មេងខ្ញុំមិនមានពេលវេលាដើម្បីរងចាំឯងយូរទៀតនោះទេដែលពេលវេលា1ខែនៅក្នុងភពឋានសួគ៌វាស្មើជាមួយនឹង1ឆ្នាំនៃពេលវេលានៅក្នុងជម្រៅនៃសមុទ្រតាមពវិញ្ញាណបើយើងមើលកាន់សភាពរបស់សៀវសៀនគាត់ពិតជាចាស់ខ្លាំងមែនទែនរីឯលំហនៃពេលវេលាក៏ចេះតែហូរទៅមុខយ៉ាងលឿនយើងកាន់មកកាន់រយៈពេល2ខែក្រោយមកនៅក្នុងភពឋានសួគ៌យើងឃើញថាសភាពរបស់សៀវសៀននៅពេលនេះក៏មិនអាចទ្រាំទ្របានទៀតនោះទេដែលតាមពវិញ្ញាណរបស់គាត់ចាប់ផ្ដើមរលាយបន្តិចម្ដងហើយរីឯសៀវសៀនក៏បានគិតហើយថាមើលទៅពេលវេលាដែលកំណត់របស់ខ្ញុំវាបានមកដល់ហើយពិតជាគួរអាណិតខ្លាំងណាស់សៀវយានខ្ញុំមិនអាចរងចាំអ្នកបានទៀតនោះទេក៏ប៉ុន្តែនៅគណៈពេលនោះស្រាប់តែលំហនៃសមុទ្រតាមពវិញ្ញាណវាក៏បានផ្ទុះតាមពយ៉ាងខ្លាំងនៅពេលដែលបានទទួលចំហាយនៃតាមពមួយនេះសៀវសៀនក៏ពិតជាត្រេកអរខ្លាំងមែនទែនដែលចំហាយនៃតាមពមួយនេះវាដូចជាអិសរាជជនដែលបានកើតឡើងទៅដោយឋានសួគ៌នៅផែនដីហើយវាគឺជាសម្ពាធនៃតាមពវិញ្ញាណដែលនៅអាណាចក្រអាទិទេពបន្ទាប់មករូបតំណាងតាមពវិញ្ញាណរបស់សៀវយានដ៏ធំមួយវាក៏បានលើកចេញមកហើយនេះគឺជាពេលវេលាដែលតាមពវិញ្ញាណរបស់សៀវសៀនក៏រលាយបាត់ផងដែរក៏ប៉ុន្តែមុនពេលដែលតាមពរបស់គាត់បានរលាយបាត់សៀវសៀនក៏បាននិយាយថាអាក្មេងវាចិត្តដល់ពេលដែលឯងរួចរាល់បាត់ទៅហើយក៏ប៉ុន្តែខ្ញុំនៅតែមិនអាចរងចាំអាចបានទោះជាយ៉ាងណាវាគ្មានបញ្ហាអ្វីនោះទេអ្វីគ្រប់យ៉ាងត្រូវបានព្រះវិស្នាចារទុករួចទៅហើយអាក្មេងអនាគតគ្រួសារសៀវគឺពឹងពាក់ទៅលើឯងហើយនៅពេលនេះបន្ទាប់ពីបំណាច់នៃរូបកាយតាមពវិញ្ញាណរបស់សៀវសៀនចុងក្រោយបានរលាយបាត់ទៅសៀវយានក៏បានចេញពីការវឹកហាត់របស់គាត់ដែលបាននិយាយថាបុព្វបុរសខ្ញុំបានត្រឡប់មកវិញហើយក៏ប៉ុន្តែនៅពេលនោះគាត់មិនបានឃើញបុព្វបុរសរបស់គាត់នោះទេក៏ប៉ុន្តែមានសម្លេងមួយក៏បានបន្លឺឡើងនៅក្នុងរជ្ជៈរបស់សៀវយានដោយបាននិយាយថាមើលទៅខ្ញុំមិនអាចរងចាំដើម្បីមើលឯងលើកចុងក្រោយនោះឡើយនៅពេលនោះសៀវយានក៏បានដឹងថានេះគឺជាសម្លេងនៃបុព្វបុរសរបស់គាត់ដែលវាបានធ្វើឲ្យសៀវយានក៏ពិតជាសោកសៅខ្លាំងមែនទែនក៏ប៉ុន្តែនៅគណៈពេលនោះសៀវយានក៏មានអារម្មណ៍ថាមានអ្វីយ៉ាងនៅក្នុងផ្ទះថ្មនៃភ្នូររបស់សៀវសៀនរួចហើយសៀវយានមករងចាំយូរប្រើតាមពវិញ្ញាណជាអាណាចក្រអាទិទេពរបស់គាត់ដើម្បីធ្វើការពិនិត្យមើលបន្ទះថ្មមនុស្សបន្ទាប់មកសៀវយានក៏បានដឹងថាវាគឺជាធម្មពលដែលពាក់ព័ន្ធជាមួយនឹងបុព្វបុរសសៀវសៀនដែលសៀវយានក៏បានចាប់យកពន្លឺនៃធម្មពលដ៏តូចមួយនោះដោយបាននិយាយហើយថាបុព្វបុរសសុំទោសផងខ្ញុំចេញមកយឺតបន្តិចហើយពិតជាសំណាងខ្លាំងណាស់ដែលធម្មពលវិញ្ញាណនៅក្នុងអាណាចក្រអាទិទេពវាអាចទទួលដឹងសញ្ញាជីវិតរបស់បុព្វបុរសសៀវសៀនហើយសៀវយានខ្ញុំដែលជាក្មេងចំនួនក្រោយប្រកាសជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឡើងទៅដល់កម្រិតអាទិទេពហើយបុព្វបុរសសៀវសៀននឹងត្រឡប់មកកាន់ពិភពលោកម្ដងទៀតនៅពេលដែលថ្ងៃនោះបានមកដល់រួចសៀវយានបានដាក់សញ្ញាជីវិតរបស់សៀវសៀនចូលទៅក្នុងសមុទ្រនៃធម្មពលវិញ្ញាណរបស់គាត់ដោយបាននិយាយបន្តទៀតហើយថានៅក្នុងសមុទ្រធម្មពលវិញ្ញាណខ្ញុំមានអារម្មណ៍ថាវាបានចំណាយពេលអស់2ឆ្នាំដើម្បីធ្វើការចម្រាញ់និងទម្លុះកម្រិតនៃធម្មពលវិញ្ញាណរបស់គាត់ក៏ប៉ុន្តែនៅក្នុងភពឋានសួគ៌វាចំណាយតែអស់រយៈពេល2ខែប៉ុណ្ណោះរួចបាត់ភ្នែកបន្តិចដោយបាននិយាយថាឥឡូវនេះខ្ញុំបានចម្រាញ់ព្រលឹងរបស់ភពឋានសួគ៌ហើយប្រដៅរបស់គាត់បញ្ចេញពលឺយ៉ាងខ្លាំងដោយបាននិយាយបន្តទៀតថាឥឡូវនេះខ្ញុំគឺជាព្រះអម្ចាស់ថ្មីនៃភពឋានសួគ៌មួយនេះធ្វើដំណើរទៅកាន់ច្រកចូលនៃភពឋានសួគ៌នៅពេលនេះវាមានធម្មពលដ៏ខ្លាំងមួយកំពុងតែភេចេញមកចំណែកឯប្រតិចាគូនៅហើយនៅចិត្តនោះក៏បាននិយាយហើយថារយៈពេល1ថ្ងៃនៅខាងក្រៅវាស្មើជាមួយនឹងរយៈពេល5ថ្ងៃនៅក្នុងភពឋានសួគ៌ហើយឥឡូវនេះកិច្ចព្រមព្រៀងកន្លះខែវាបានមកដល់ហើយចំណែកឯពេលវេលាដែលសៀវយានចំណាយនៅក្នុងភពឋានសួគ៌ប្រហែលជា2-3ខែហើយហើយអ្វីបានជាគាត់មិនទាន់ចេញមកដូច្នេះគូយានក៏បាននិយាយបន្តថាមិនត្រឹមតែប៉ុណ្ណឹងនោះទេខ្ញុំមិនអាចដឹងទេថាហើយអ្វីបានជាភពឋានសួគ៌ស្រាប់តែស្ងប់ស្ងាត់បែបនេះរីឯផ្លូវលំហដើម្បីចូលទៅកាន់ទីនោះស្រាប់តែបិទភ្លាមហើយខ្ញុំបានព្យាយាមបើកផ្លូវដើម្បីចូលទៅមួយនេះផងដែរក៏ប៉ុន្តែខ្ញុំត្រូវបានរារាំងទៅដោយកម្លាំងអ្វីម្យ៉ាងវាហាក់ដូចជាស្ថានភាពឥឡូវនេះភពឋានសួគ៌ដូចជាមានម្ចាស់អញ្ចឹងដែរនៅពេលបានលឺដូច្នេះសុនអើយក៏ពិតជាបារម្ភដល់ការសៀវយានខ្លាំងមែនទែនចំណែកឯគូយានក៏បាននិយាយបន្តទៀតថាបើយើងនៅតាមស្ថានភាពបែបនេះបើសិនជាយើងនៅបន្តរងចាំខ្ញុំខ្លាចថាសៀវយានប្រកាសជាមានគ្រោះថ្នាក់ចាស់ជាមិនខានដូច្នេះហើយទោះខ្ញុំសាកល្បងម្ដងទៀតនិយាយរួចគូយានប្រើធម្មពលរបស់គាត់ដើម្បីព្យាយាមបើកភ្នូរឋានសួគ៌ក៏ប៉ុន្តែស្រាប់តែមានធម្មពលអ្វីម្យ៉ាងបានមកទប់ទល់ជាមួយនឹងធម្មពលរបស់គូយានដែលបានធ្វើឲ្យមនុស្សម្នានៅទីនោះភ្ញាក់ផ្អើលខ្លាំងមែនទែនដែលប្រតិចាគូនឹងហើយក៏បាននិយាយហើយថានេះគឺជាភាពប្រែប្រួលនៃធម្មពលវិញ្ញាណមែនទេធ្វើដូចម្ដេចទើបម្ចាស់គ្រួសារមិនអាចទប់ទល់ជាមួយនឹងធម្មពលនេះបានហើយអ្វីបានជារឿងនេះវាអាចទៅរួចដូច្នេះចំណែកឯអមតៈគូដៅក៏បាននិយាយដូចគ្នាថាតើមានអ្នកខ្លាំងបែបនេះបង្ហាញខ្លួននៅក្នុងភ្នូរឋានសួគ៌តាំងពីពេលណាទៅតើវាគឺជាសៀវសៀនឬក៏បិសាចចេញទៀតយើងមើលកាន់គូយានបញ្ចេញធម្មពលរបស់គាត់ឲ្យបានប្រកាសថានៅក្នុងភ្នូរឋានសួគ៌នៅពេលនេះមានការផ្លាស់ប្ដូរហើយសូមអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំណែកឯធម្មពលវិញ្ញាណដែលបញ្ចេញមកពីភ្នូរឋានសួគ៌វាក៏បានបញ្ចេញមកបន្ថែមទៀតដែលគូយានក៏បាននិយាយកម្មមនុស្សម្នាក់នោះហើយថាតើខ្ញុំអាចសួរបានទេតើនេះគឺជាមនុស្សដ៏គួរគោរពម្នាក់ណាទៅពួកយើងទាំងអស់គ្នានៅទីនេះគឺដើម្បីទទួលនរណាម្នាក់នោះទេហើយពួកយើងគ្មានគោលបំណងអ្វីផ្សេងនោះឡើយដូច្នេះហើយអ្វីបានជាអ្នកមិនបង្ហាញខ្លួនដូច្នេះនៅពេលនោះភាពប្រែប្រួលនៃធម្មពលវិញ្ញាណខ្លាំងវាក៏បានផ្ទុះចេញមកពេញមួយទំហឹងរួចហើយមនុស្សម្នាក់ក៏បានដើរចេញមកនៅពេលដែលបានឃើញមនុស្សម្នាក់នេះអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលម្នាក់នោះគ្មាននរណាក្រៅពីសៀវយាននោះទេគាត់ក៏បាននិយាយហើយថាហាហាមនុស្សដែលកំពុងតែទទួលខ្ញុំ
គឺពិតជាច្រើនខ្លាំងមែនទែនសូននៅពេលបានឃើញសៀវយិនមានសមត្ថភាពដូចនេះនេះគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនចំណែកឯប្រតិចារគូនឹងហើយនឹងអមតៈគូដៅក៏បានលន់មាត់ហើយថាអំបញ្ញមិញម្ចាស់គ្រួសារបានបង្ខំផ្អាកភ្នូថាសួរក៏ប៉ុន្តែត្រូវបានមកឈប់ទៅដល់កម្លាំងដ៏ខ្លាំងមួយតើវាអាចទេចំណែកឯគូយានក៏បានសួរទៅកាន់សៀវយិនបន្តថាមនុស្សដែលបានធ្វើសកម្មភាពនៅក្នុងភ្នូថាសួរអំបញ្ញមិញវាគឺជាអ្នកមែនទេសៀវយិនក៏បានតទៅវិញទាំងអំអៀនថាហេហេវាប្រហែលជាខ្ញុំហើយនៅពេលនោះអមតៈគូដៅក៏បានសួរទៅកាន់សៀវយិនថាក្មេងប្រុសធ្វើរំលែកទៅតាមពុវិញ្ញាណរបស់អ្នកឡើងទៅដល់អាណាចក្រអាទិទេពដូចនេះវាទៅតែអរិយាពេលកន្លះខែប៉ុណ្ណោះតើអ្នកធ្វើវាយ៉ាងម៉េចទៅបន្ទាប់មកសៀវយិនក៏បានតទៅវិញតាមនោះសង្កត់សង្កាត់ថាបុព្វបុរសសៀវសៀនបានឲ្យកដោមួយមកកាន់ខ្ញុំបន្ទាប់មកសៀវយិនក៏បានប្រាប់រឿងរ៉ាវទាំងអស់របស់កើតឡើងនៅពេលបានឮបែបនេះគូយានក៏បានសួរថាអញ្ចឹងតើសៀវសៀននៅពេលនេះគាត់យ៉ាងម៉េចហើយសៀវយិនក៏បង្ហាញពលឺមួយនៅចំកណ្ដាលថ្ងៃរបស់គាត់ដែលវាគឺជាសញ្ញាជីវិតរបស់សៀវសៀននឹងឯងសៀវយិនក៏បាននិយាយឲ្យថាបុព្វបុរសសៀវសៀននៅពេលនេះបានបាត់ចេញពីភ្នូឋានសួគ៌ហើយខ្ញុំគួរតែខិតខំប្រឹងប្រែងជានិច្ចដើម្បីបន្សល់បំណាច់នៃព្រលឹងរបស់គាត់ចុងក្រោយនៅពេលបានឮបែបនេះមនុស្សទាំងអស់គ្នាក៏ពិតជាសោកសៅខ្លាំងមែនទែនជាពិសេសគូយានព្រោះអីគាត់ក៏ជាមិត្តភក្តិរបស់សៀវសៀនកាលពីអតីតកាលបន្ទាប់មកម្ចាស់គ្រួសារគូក៏បាននិយាយទៅកាន់សៀវយិនថាសៀវយិននៅថ្ងៃស្អែកវាដល់ពេលវេលានៃការណាត់ជួបជាមួយនឹងហ៊ុនធានឌីហើយតើអ្នកនៅមានកម្រងថាធ្វើយ៉ាងម៉េចទៅសៀវយិនបានគិតច្រើននោះទេតទៅវិញភ្លាមៗថាវាគ្មានជំរឿនផ្សេងនោះទេដើម្បីសុវត្ថិភាពឪពុករបស់ខ្ញុំហើយនេះគឺជាទំនួលខុសត្រូវក្នុងនាមខ្ញុំគឺជាកូនប្រុសរបស់គាត់ហើយវាក៏ជាការសន្យាចំពោះគ្រួសារសៀវទាំងមូលក៏ដូចជាបងប្រុសទាំងពីររបស់ខ្ញុំដូច្នេះខ្ញុំនឹងធ្វើដំណើរទៅកាន់ទីនោះដើម្បីជួយសង្គ្រោះឪពុករបស់ខ្ញុំនៅពេលបានឮការបដិញ្ញាចិត្តរបស់សៀវយិនគូយិនក៏បាននិយាយថាក្មេងប្រុសការសម្រេចចិត្តរបស់ឯងគឺពិតជាល្អខ្លាំងណាស់មកដល់ត្រឹមនេះសាច់រឿងរបស់យើងក៏ឈានមកដល់ទីបញ្ចប់ដូចគ្នាសូមអរគុណប្រិយមិត្តជាទីមេត្រីដែលបានទស្សនាបើសិនជាមានកំហុសខុសឆ្គងត្រង់ណាក៏សូមអភ័យទោសផងហើយបើយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយបាយបាយ